ក្រុមហ៊ុន HDO មានផលិតស៊ីទែនទឹកថ្មីម៉ាក HDO Style មានពងបត់បើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នកឃុំស្ដៅគឺជាឃុំមួយក្នុងចំណោមឃុំទាំង5របស់ស្រុករតនមណ្ឌលខេត្តបាត់ដំបងឃុំនេះមានភូមិចំណុះចំនួន8គឺភូមិបាណង់ភូមិស្ដៅភូមិចំការល្មុតភូមិបឹងអំពិលភូមិដង្កត់ភូមិដូនមាយភូមិបរិបូរនិងភូមិគោកជ័រឃុំស្ដៅមានទីតាំងភូមិសាស្ត្រស្ថិតនៅភាគពាយ័ព្យនៃទីរួមខេត្តបាត់ដំបងតាមផ្លូវជាតិលេខ57មានព្រំប្រទល់ខាងកើតជាប់នឹងឃុំស្នឹងស្រុកបាណន់ខាងលិចជាប់ឃុំត្រែងស្រុករតនមណ្ឌលខាងជើងជាប់ឃុំរស្មីសង្ហានិងខាងត្បូងជាប់នឹងឃុំអណ្ដើកហែមតាមព័ត៌មានពីលោកប៉ោចភៀងមេឃុំស្ដៅស្រុករតនមណ្ឌលបានឲ្យដឹងថាប្រជាពលរដ្ឋសរុបចំនួន2047គ្រួសារមានប្រុសចំនួន9207នាក់ស្រី4620នាក់ផ្ទៃដីសរុបជាង5000ហិកតាផ្ទៃដីដាំដុះជាង4000ហិកតាប្រជាជនប្រមាណ 95% ជាកសិករដំណាំដែលជាសក្តានុពលមានដូចជាដំណាំស្វាយប្រមាណ500ហិកតាមានប៉ៃលិនបានផលនៅដាំថ្មីមានប្រមាណ200ហិកតាមានក្រអូបខ្មែរប្រមាណជា100ហិកតានិងដំណាំឆ្លងកាត់មួយចំនួនទៀតដូចជាពោតដំឡូងសណ្តែកល្ងជាដើមឡើយខេត្តបាត់ដំបងទាំងហុងបំណងបងអង្គពីវត្តហេដ្ឋារចនាសម្ព័ន្ធជនបទកាត់តាកំណត់បែបបត់ជោគជ័យសម័យដែលចូលនយោបាយឈ្នះឈ្នះច្បាស់ជាមានន័យសមាហរណប្រព័ន្ធពេញដីវិញធ្លងឆ្លៀសវៃជាដែនសន្តិភាពសក្តានុពលសូភ័ងមង្គលមណ្ឌលអង្គភិវត្តចាប់ពីទីក្រុងភ្នំដល់ជនបទត្រែមុខប្រែមាត់មកចត់រៀងរៀបប្រជាស្មោះសរគាំទ្រទ្វេដងជ្រៅទុំសន្តិភាពបានពីសម្ដេចដែលចូលលោករៀបសាងសុខសន្តិភាពនិងអភិវឌ្ឍបើនិយាយពីឃុំអណ្ដើកហែបវិញលោកផនសុផលមេឃុំអណ្ដើកហែបបានឲ្យដឹងថាឃុំអណ្ដើកហែបមាន7ភូមិគឺភូមិអណ្ដើកហែបស្វាយជូថ្មព្រុសសេរីវ័នព្រៃអំពរកណ្ដាលស្ទឹងនិងភូមិថ្វាឃុំអណ្ដើកហែបមានទីតាំងស្ថិតនៅប៉ែកខាងលិចទីរួមខេត្តបាត់ដំបងនិងភាគខាងត្បូងផ្លូវជាតិលេខ57ចម្ងាយ4គីឡូម៉ែត្រឃុំអណ្ដើកហែបមានទីតាំងខាងកើតទល់នឹងឃុំចៃមានជ័យស្រុកបាណន់ខាងលិចទល់នឹងឃុំត្រែងស្រុករតនមណ្ឌលខាងត្បូងទល់នឹងឃុំអូសំរិលស្រុកសំឡូតខាងជើងទល់នឹងឃុំស្ដៅស្រុករតនមណ្ឌលឃុំអណ្ដើកហែបមានផ្ទៃដីសរុប 13342 ហិកតាក្នុងនោះផ្ទៃដីស្រែមានចំនួន929ហិកតាផ្ទៃដីចម្ការមាន3900ហិកតាក្រៅពីនោះជាដីលំនៅឋាននិងជាដីសាធារណៈរបស់រដ្ឋឃុំអណ្ដើកហែបមានប្រជាជនសរុបចំនួនប្រមាណ1168គ្រួសារស្មើនឹង5156នាក់ប្រជាជនប្រមាណ 85% ជាអ្នកប្រកបរបរធ្វើស្រែចម្ការក្រៅពីនោះជាមន្ត្រីរាជការនិងអ្នកជំនួយល្បីក្រួយពោស័តដងខ្ទីងផ្សារណាត់នៅបាត់ដំបងលក្ខណៈបង្គោលអូលអកន្លងស្វត្ថិភាពចម្បងសន្តិភាពយូរលងឥឡូវនេះ
សូមលោកអ្នកទេសនាស្ដីពីដំណាំមៀនក្រអូបខ្មែរដែលធ្វើការដាំដុះលើផ្ទៃដីប្រមាណជា10ហិកតារបស់លោកសិនធីស្ថិតនៅភូមិព្រៃអំពរឃុំអណ្ដើកហែបស្រុករតនមណ្ឌលខេត្តបាត់ដំបងក្រោមការនាំផ្លូវនិងចង្អុលបង្ហាញដោយលោកឃុំសោយអធិការនគរបាលស្រុករតនមណ្ឌលដោយពេលនេះលោកកំពុងមានវត្តមាននៅទីនេះដែរហើយអ្វីដែលជាទីចាប់អារម្មណ៍នោះតំបន់នេះពីដើមឡើយគឺជាតំបន់អសន្តិសុខទីវាលចម្ការនេះពោពេញទៅដោយគ្រាប់មៀនតែបច្ចុប្បន្នបានប្រែក្លាយទៅជាតំបន់ចម្ការឈើហូបផ្លែជាច្រើនដើមហើយបច្ចុប្បន្នបាននឹងកំពុងធ្វើការប្រមូលផលមានសម្ដេចប្រមុខអត់ដំសមត្ថិក្រាណាំងក្រាស់ក្រុមវិស័យជាចំណងដៃសម្ដេចអុកបឋមបាត់ដំបងកំឡើយបារម្ភឥឡូវនេះមុននឹងក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ជួបសំណេះសំណាលជាមួយបងប្អូនអ្នកដាំដំណាំមៀនក្រអូបខ្មែរយើងខ្ញុំសូមអនុញ្ញាតជួបសម្ភាសជាមួយលោកអធិការឃុំសោយបន្តិចពាក់ព័ន្ធនឹងការងារសន្តិសុខភូមិឃុំសុវត្ថិភាពក៏ដូចជាប្រវត្តិខ្លះៗតាក់ទងទៅនឹងតំបន់នេះព្រោះថាពីដើមគឺជាចំណុចក្តៅកាលពីសម័យសង្គ្រាមកន្លងមកខ្លឹមសារមានជាបន្តបន្ទាប់ដូចតទៅខែព្រឹកថ្លាស្រអត់ទន់អបាត់ដំបងបំប្រងល្អខ្លួនអ្នកហាក់មានមុនបន្ទន់កិនខ្ញុំស្រុកទាំង13 8មុខមាត់សម្ដេចអភិវឌ្ឍផ្លូវទាំងមនីគុំរចនាសម្ព័ន្ធវិស័យអប់រំមានថ្នាំងមធ្យមឧត្តមសិក្សាលោកស្រីអ្នកនាងកញ្ញាជាទីគោរពនិងជាទីមេត្រីនេះខ្ញុំសូមជម្រាបជូនផងដែរកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ផ្សាយជូនលោកអ្នកនៅរាត្រីថ្ងៃស្អែកវេលាម៉ោង 10 រហូតដល់ម៉ោង 11 យប់និងផ្សាយជូនលោកអ្នកឡើងវិញនៅថ្ងៃអាទិត្យវេលាម៉ោង 6 រហូតដល់ម៉ោង 7 ព្រឹកដូច្នេះសូមលោកស្រីអ្នកនាងកញ្ញាតាមដានទស្សនាជាបន្តបន្ទាប់ដូចតទៅកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV ឧបត្ថម្ភឡើងដោយធុងទឹកហាស់ដឺអូឥឡូវនេះធុងទឹកហាស់ដឺអូបានផលិតនៅធុងទឹកប្រភេទថ្មីដែលមានចំណុះរហូតដល់ 20000 លីត្រជាជំនួយសម្រាប់ជួយដល់ក្រុមហ៊ុនធំៗរោងចក្រសហគ្រាសជាពិសេសមូលដ្ឋានកងទ័ពអាចប្រើប្រាស់បានគ្រប់កលៈទេសៈហើយអាចស្តុកទឹកបានក្នុងការបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុថែមទៀតផងធុងទឹកហាស់ដឺអូមានជ័រជាប់ស្វិតមិនកាន់ស្លាយឬក៏ស្រាយធានារយៈពេល15ឆ្នាំមានច្រើនពណ៌ច្រើនខ្នាតស្របតាមតម្រូវការរបស់អតិថិជនលោកអ្នកអាចទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ012 999 996លោកអ្នកនាងជាទីគោរពនិងជាទីមេត្រីចានៅពេលនេះនាងខ្ញុំកំពុងតែស្ថិតនៅក្នុងចំការរបស់លោកសិនធីហើយអ្វីដែលនាងខ្ញុំមិនភ្លេចថ្លែងអំណរគុណនោះគឺថាអរគុណដល់លោកអធិការចាស្រុករតនមណ្ឌលគឺលោកឃុំសោយបាញ់មកយើងបានជួបគ្នានៅឯទីស្នាក់ការស្រុកយើងណាមែនទេលោកចាមួយថ្ងៃនេះអរគុណណាស់ដែលលោកចង្អល់បង្ហាញឲ្យអញ្ជើញមកផ្ទាល់ខ្លួនឯងទៀតនេះព្រោះជានិច្ចកាលលោកតែងតែអញ្ជើញចុះគ្រប់មូលដ្ឋានអញ្ចឹងហីបាទជាទម្លាប់របស់ខ្ញុំក្នុងក្រោយពីធ្វើការងារឆ្លៀតពេលហើយជាពិសេសថ្ងៃសម្រាប់គឺតែងតែដើរនៅតាមគ្រប់មូលដ្ឋានប្រជាជនដើម្បីដឹងសុខដឹងទុក្ខជាមួយគាត់ហើយការមកហ្នឹងគឺថាដើម្បីស្វែងយល់អំពីសន្តិសុខសម្រាប់ធ្នាប់ជាទូទៅពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បាទបាទហើយ ខ្ញុំបានមកឃើញទស្សនវិជ្ជាចំការនឹងពិតជាអស្ចារ្យណាស់ហើយអ្វីដែលយើងចាប់អារម្មណ៍មែនតើហ្នឹងនេះខ្ញុំមិននឹកស្មានថាតំបន់យើងជាដែរណាខ្លាយទៅជាតំបន់បៃតងមួយទៀតនោះកន្លែងនេះគឺជាតំបន់អសន្តិសុខបើតាមលោករៀបរាប់ពីមុនមកណាចាឥឡូវនេះយើងបានប្រែក្លាយទៅជាដីកសិកម្មអស់ហើយចាចំណុចនេះជាចំណុចពិសេសអញ្ចឹងលោកជំរាបជូនពីការងារភូមិឃុំសុវត្ថិភាពបន្តិចទៅណាបើបានចូលមកដល់ចំការរបស់លោកធីទៅហើយណាថ្ងៃនេះកិត្តិយសណាព្រោះលោកអធិការស្រុករដ្ឋមណ្ឌលចុះផ្ទាល់អញ្ចឹងចាសូមជេងបាទខ្ញុំសូមផ្ដើមពីស្ថានភាពនៅតំបន់នេះបន្តិចបាទពីមុននេះយើងដឹងទាំងអស់គ្នាថាទសវត្សរ៍ឆ្នាំ50គឺតំបន់នេះដែលជាការ
បង្កើតចលនាខ្មែរក្រហមដំបូងនេះជាភ្នំវៃចាបបាទពេលនេះទៅភ្នំវៃចាបហ្នឹងភ្នំវៃចាបសំឡូតនេះប្រហែលជា7គីឡូទេពេលនេះទៅបាទ7 8គីឡូបាទនេះភ្នំវៃចាបព្រោះនេះទិដ្ឋភាពសន្តិសុខជារួមនៅទីនេះតាំងពីមុនមកគឺវាជាបញ្ហាមួយអសន្តិសុខខ្លាំងណាស់ហើយតំបន់ចំការដែលយើងកំពុងឈរនេះគឺពីមុនសុទ្ធតែតំបន់ដែលមានមីនបាទគ្រប់តំណប់ទៅដល់ក្របមីនបាទដោយសារគោលនយោបាយឈ្នះរបស់សម្ដេចចុងក្រោយនេះគឺយើងបានបញ្ចប់សង្គ្រាមជាស្ថាពរហើយប្រជាកសិករយើងប្រជាជនរបស់យើងក៏បានចូលមកហើយរួមផ្សំនឹងគោលនយោបាយក្នុងការរំដោះដីបោះសម្អាតមីនមកគឺថាយើងប្រជាជនយើងគូផ្សំនឹងការសហការជាមួយខាងអាជ្ញាធរស៊ីម៉ាក់ហើយនឹងអាជ្ញាធរមូលដ្ឋានយើងបានធ្វើការបោះសម្អាតមីនហើយប្រជាជនរបស់យើងក៏បានចូលមកធ្វើការបង្កបង្កើនផលនេះជាចំណែកមួយទេប៉ុន្តែកន្លែងដទៃទៀតក៏មានច្រើនលើសពីនេះទៅទៀតហើយខាងយើងនេះខាងនគរបាលនេះក៏ខិតខំបំពេញនៅតួនាទីរបស់ខ្លួនដើម្បីការពាររក្សាសន្តិសុខសម្រាប់ធ្នាប់ជូនពួកគាត់បែរទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរដ្ឋាភិបាលលោកបានដាក់ចេញហើយចំពោះខ្ញុំផ្ទាល់ខ្ញុំតែងតែផ្សារភ្ជាប់ជាមួយពួកគាត់ជាពិសេសគឺថានៅតាមចុងកាត់បាត់ញោកដើម្បីផ្សារភ្ជាប់គ្នាយល់គ្នាស្គាល់គ្នាជាសាច់ជាឈាមមនោសញ្ចេតនាដើម្បីបានព័ត៌មានដើម្បីធ្វើកិច្ចសហការគ្នាក្នុងកិច្ចរក្សាសន្តិសុខជាទូទៅបាទហើយបច្ចុប្បន្ននេះគឺថាជាទូទៅនៅក្នុងស្រុកនេះល្អណាស់ទទួលបានសុវត្ថិភាពសន្តិភាពមកក៏ចាស់តែមានការសុខសាន្តរហូតទាំងអស់គ្នារួមរស់ជាមួយគ្នាហើយបាទជាហូរហែរហូតមកទល់បច្ចុប្បន្ននេះគឺយើងបានផលដែលពីពុបហេតុនៃការងាររក្សាសន្តិសុខផ្ដល់ឱកាសឲ្យប្រជាជនយើងដោយយើងឃើញនៅទីនេះស្រាប់ទស្សនវិជ្ជាស្រាប់នៅទីនេះគឺថាប្រជាជនយើងបានរីកចម្រើននៅផ្នែកជីវភាពគឺថាមានដំណាំមានអីចឹងថាបាទមានកោបមានបៃលិនបាទមានពោតក្រហមមានដំឡូងមីហើយបច្ចុប្បន្ននេះយើងមានរោងចក្រ2កន្លែងទៀតបាទរោងចក្រណែម្សៅមីនៅភូមិតកករបស់ឃុំត្រែងដែលស្ថិតក្នុងស្រុករណាំដុលភ្ជាប់ជាមួយនឹងខេត្តបៃលិនដែរបាទរោងចក្រមួយហើយរោងចក្រមួយទៀតនៅឃុំត្រែងដែរនៅភូមិជាមន្ត្រីនេះហើយរោងចក្រហ្គោគីតនេះគឺថាកែច្នៃកែច្នៃក្របធញ្ញជាតិក៏ប្រមូលទិញដំឡូងមីប្រមូលទិញពោតក្រហមហើយកិនស្រូវអញ្ចឹងដំណាំតែជាសក្តានុពលច្រើនណាបាទដល់អញ្ចឹងទៅបងប្អូនយើងមានបានណាលោកអធិការហើយលោកអធិការក៏សប្បាយចិត្តដែរហើយបើតាមព័ត៌មានថាលោកអធិការមានចការដែរបាទមានដែរប៉ុន្តែមិនមានច្រើនទេតិចតួចចាមិនអីទេឲ្យតែកូនចៅមានច្រើនចាថ្ងៃនេះខ្ញុំអាចជួបម្ចាស់ចការប៉ុន្មាននេះទៅច្រើនដែរបាទច្រើនថ្ងៃនេះមកច្រើនបាទលោកធីណែទីលោកជាតិលោកបិនលោកសានចាបាទអូច្រើនអ្នកណាចាមិនដឹងថាគាត់យ៉ាងម៉េចទេថ្ងៃនេះចាំមើលជួបជុំគ្នាមើលចាអញ្ចឹងថ្ងៃនេះលោកអធិការនាងខ្ញុំសូមថ្លែងអំណរគុណមែនតើដែលលោកអធិការបានចំណាយពេលអញ្ជើញចូលរួមណាយើងគិតឃើញថាអញ្ចេះពីដើមឡើយយើងមិននឹកថាអើយស្រុកយើងមានសន្តិភាពដល់ប៉ុណ្្នឹងទេមកទីនេះអត់ហ៊ានមកទេហើយជន់ដីនេះក៏ហ៊ានជន់ដែរព្រោះសិតតែមានដោយលោកអធិការមានប្រសាសន៍អញ្ចឹងដល់ឥឡូវនេះយើងដើរចុះយើងធ្វើហើយមិនត្រឹមតែបានធ្វើសុវត្ថិភាពសន្តិសុខជាទូទៅទាំងបាត់ល្មើសព្រំប្រទានអីក៏ដោយគឺថាបើប្រៀបធៀបទៅនឹងកន្លែងដទៃស្រុកខ្ញុំដូចជាល្អគួរសមដែរបាទច្រើនហ្នឹងអាចទទួលយកបានបាទចាប៉ុន្តែអ្វីគ្រប់បែបយ៉ាងវាទាមទារនៅពេលវេលាអញ្ចឹងយើងខំពង្រឹងបន្ថែមណាលោកអធិការបាទខ្ញុំសូមបញ្ជាក់ផងដែរនៅស្រុករតនមណ្ឌលយើងខ្ញុំនេះក្រៅពីដំណាំចង្ការក៏យើងមាននៅការងារផ្សេងទៀតដែលប្រជាជនយើងកំពុងតែធ្វើគឺមានការងារកសិកម្មហ្នឹងក្នុងមុខរបរចិញ្ចឹមសត្វបាទចិញ្ចឹមសត្វមានជ្រូកមានមាន់ជាដើមឡាក់បាទនេះក៏ឃើញថាប្រជាជនយើងកំពុងតែជំរុញដែរបាទទៅនឹងការងារនៃដំណាំនេះហើយទន្ទឹមនេះផងដែរក្នុងនាមខ្ញុំជាអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងស្រុកពិសេសបងប្អូនយុវវ័យបងប្អូនក្មួយយុវវ័យយើងគួរតែបញ្ជាការធ្វើចំណាក់ស្រុកដែលទៅរស់ស៊ីនៅស្រុកគេដោយប្រថុយប្រឋានចាលក្ខណៈខុសច្បាប់ចាយើងគួរងាកមករកការងារធ្វើនៅក្នុងមូលដ្ឋានរបស់យើងវិញហើយខ្ញុំជឿជាក់ថាការងារនៅក្នុងមូលដ្ឋានរបស់ស្រុករណាំដុលនេះមិនខ្វះទេបាទដូចជាការដាំពោតការប្រមូលពោតបាទការប្រមូលសណ្ដែកល្ងបាទការប្រមូលផលមានកោបមាន
មានបៃលិននេះគឺថាច្រើនណាស់យើងមិនខ្វះការងារធ្វើបីវត្តតែតម្លៃពលកម្មមានค่าខុសគ្នាតិចតួចក៏ពិតមែនប៉ុន្តែយើងនៅជិតផ្ទះហើយយើងមានសុវត្ថិភាពចា៎បាទនេះជាចំណុចមួយដែលខ្ញុំផ្ដាំផ្ញើហើយទៅនោះក៏សូមឲ្យពង្រឹងថែមទៀតនៅកិច្ចសហប្រតិបត្តិការគ្នារៀងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់គិតទាំងប៉ូលីសក្តីគិតទាំងទាហានក្តីគិតទាំងរដ្ឋបាលក្តីតែយើងមានការអីយើងធ្វើការប្រស្រ័យទាក់ទងគ្នាអ្វីដែលការលំបាកប្រាប់គ្នាអ្វីដែលជាការងាយស្រួលក៏យើងត្រូវប្រាប់គ្នាដើម្បីយើងជួយគ្នាទៅវិញទៅមកអាណាលំបាកយើងត្រូវដោះស្រាយអាណាដែលងាយស្រួលហើយយើងពង្រីកឲ្យកាន់តែល្អប្រពៃទៅទៀតអានេះជាទស្សនៈពិតរបស់យើងទាំងអស់គ្នាកម្ពុជាយើងទាំងអស់គ្នាគឺថាយើងជួយគ្នាបែបហ្នឹងអ្វីបិទយើងគ្មានលុយកាក់ជួយគ្នាប៉ុន្តែយើងជួយគ្នាតាមបែបដែលយើងជួយគ្នាទៅបានបាទអញ្ចឹងសូមអរគុណម្ល៉េះចាស់បាទសង្ឃឹមជឿជាក់ទាំងអស់ថាបងប្អូនទាំងអស់ពិតជារួមសហការគ្នាដើម្បីឲ្យប្រទេសជាតិយើងរីកចម្រើនអរគុណដល់លោកអធិការឃុំសយណាស់មានប្រសាសន៍នេះពិតជាត្រូវណាស់មូលហេតុដែលបងប្អូនយើងធ្វើបានណាអាស្រ័យទៅថាមានសន្តិសុខដោយលោកមានប្រសាសន៍អញ្ចឹងហើយថ្ងៃនេះលោកបានចុះមកដល់ភូមិឃុំហ្នឹងគឺថាតំបន់ដាច់ស្រយាលយ៉ាងណាក៏ដោយក៏ប៉ុន្តែសន្តិសុខហ្នឹងគឺយើងការពារបាន 100% អញ្ចឹងហើយដល់លោកបានចង្អុលបង្ហាញឲ្យចូលរួមដំណើរជាមួយនឹងក្រុមការងារហ្នឹងក៏អរគុណណាស់មួយវិញទៀតលោកអ្នកនាងលោកអធិការហ្នឹងលោកមានចំការដែរអញ្ចឹងហើយលោកឆ្លៀតមកហ្នឹងក៏បានឆ្លៀតពេលតំណែងហើយបានឃើញលោកធីលោកអីដាំអញ្ចឹងទៅក៏ដកស្រង់បាត់ពិសោធន៍ខ្លះទៅនឹងការងារក្រៅព្រោះការងារស្នូលហ្នឹងគឺថាការពារបងប្អូនប្រជាពលរដ្ឋយើងហ្នឹងហើយចាយើងចូលរួមទាំងអស់គ្នាទៅណាលោកណាចាយើងធ្វើយ៉ាងម៉េចឲ្យចំណុចអវិជ្ជមានហ្នឹងតិចបំផុតចាឲ្យចេញជាវិជ្ជមានចាហើយថ្ងៃហ្នឹងនេះខ្ញុំនៅតែអរគុណចានៅតែអរគុណហើយអរគុណទៀតព្រោះថាមកពីនាយធ្លាក់អាយមកហ្នឹងលោកអធិការថាទេចង់ជម្រាបជូនដែរព្រោះតំបន់ហ្នឹងអសន្តិសុខណាស់សិតតែមានណាឥឡូវហ្នឹងខ្លាយទៅជាចំការហើយបើមិនយល់ទាស់ទេខ្ញុំចុះទៅមូលដ្ឋានដែរអញ្ចឹងយើងទៅទាំងអស់គ្នាក៏ចូលរួមទាំងអស់គ្នាចំណុចនេះសិតតែជាចំណុចចូលរួមចាអញ្ចឹងយើងចង់ឲ្យបងប្អូនយើងមានបានទៅគាត់កាត់បន្ថយភាពក្រីក្រចាដូច្នេះដល់ពេលនេះលោកអធិការយើងដើរមើលបន្តិចទៀតណាចាចូលអញ្ជើញមកហើយមើលមានណាដែលទុំក៏ស្រួលយើងប្រឡេះដែរព្រោះនៅចិត្តដែរដើរក្នុងចំការបន្តិចទៅហើយមុននឹងលោកអធិការអញ្ជើញបំពេញការងារទៀតណាអត់អីទេបើតាមពិតទៅនឹងជាទម្លាប់របស់ខ្ញុំហ่ะបាទតែរឿងរាល់ថ្ងៃសម្រាប់គឺខ្ញុំទៅគ្រប់ទីកន្លែងទាំងអស់ក្នុងមូលដ្ឋានបាទជាពិសេសកន្លែងនេះដាច់ឆ្ងាយហើយគាត់មានជីវភាពអីចឹងក្រែងលោកជួនខិលខូចឃើញគាត់ដល់តំណាំដល់អីចឹងមកតែជាប្រពៃណីរបស់ខ្ញុំគឺខ្ញុំធ្វើបែបនេះបាទដល់ពេលទម្លាប់អញ្ចឹងទៅប្រជាពលរដ្ឋលោកថាអូយលោកមានម៉ែឪល្អគាត់អត់បារម្ភទេគាត់ខឹបប្រឹងតែបកបកើនផលមិនអញ្ចឹងឯងលោកណាចារួចថ្ងៃក្រោយទៀតហ្នឹងប្រហែលជារំខានលោកអធិការទៀតដែរព្រោះថាស្រុករតនមណ្ឌលហ្នឹងបងប្អូនយើងមានដីចំការធំណាបាទមើលចំការនេះ10ហិកតាហ្នឹងមានចំការច្រើនប៉ុន្តែបច្ចុប្បន្ននេះវាអកុសលកន្លែងខ្លះគឺថាយើងទឹកផុកហ្នឹងវាអត់ដំណោយផលបាទវាឆ្ងាយបាទអញ្ចឹងយើងធ្វើដំណាំរាល់ថ្ងៃយើងរងចាំទឹកភ្លៀងខ្លាំងដែរតាមទឹកភ្លៀងហើយការប្រើប្រាស់ទឹកដងទឹកស្រះអីតូចតាចហ្នឹងវាអត់សូវគ្រប់បាទអញ្ចឹងខាងខ្ញុំហ្នឹងតែតែជួបធ្វើការទៅជែកគ្នាជាមួយបងប្អូនអ្នកចំការហ្នឹងចាថាគិតថាធ្វើម៉េចជូនសនំពោហ្នឹងទៅខាងអ្នកជំនាញខាងទឹកហ្នឹងចាធ្វើម៉េចគឺយើងគិតដោះស្រាយបញ្ហាទឹកហ្នឹងឲ្យបានមិនឲ្យគ្រប់ទេក្រុមតែកន្លែងណាដែលត្រូវការចាំបាច់ចាហ្នឹងអាចបានមកកន្លែងហ្នឹងគឺថាយើងអាចជីវភាពយើងអាចទៅស្ទុះទៅមុខលឿនបាទបើឥឡូវនេះយើងបញ្ហាគឺទឹកដោយនៅទីនេះបាទគាត់ក៏មិនសូវមានទឹកគ្រប់គ្រាន់ដែរឥឡូវស្រះហ្នឹងដូចជាស្បៃទឹកដែរហើយនេះយើងស្ថិតនៅក្នុងរដូវវស្សាតើណាបាទរដូវវស្សាបើរដូវប្រាំងក៏ពិបាកទៀតចាអញ្ចឹងយើងគិតជាជំហានទៅហើយទៅចាយើងត្រូវធ្វើយ៉ាងម៉េចឲ្យបន្តទៀតមែនទេលោកដូច្នេះយើងបន្ថែមទៅខាងមុខទៀតណាលោកអធិការណាចាសូមក្រុមជើងលោកចាសូមលោកអ្នកនាងតាមដានទស្សនាបន្តទៀតបន្ទាប់ពីនាងខ្ញុំជួបជាមួយនឹងលោកអធិការឃុំសយដែលជាអធិការស្រុករតនមណ្ឌលរួចមកនាងខ្ញុំនឹងជួបនឹងម្ចាស់ចំការតែម្ដងសូមលោកអ្នកនាងតាមដានទស្សនាជាបន្តដោយតទៅចាសូមជើញហេតុបាត់ដំបងទាំងហុងបំណងបងអង្គពិវត្តហេតុថារចនាសម្ព័ន្ធជនបទកាត់តាកំណត់បែបបត់ជោគជ័យសង្ម័យដែលចូលនយោបាយឈ្នះឈ្នះច្បាស់ជាមានន័យសមាហរណប្រព័ន្ធពេញដីវិញធ្លុងឆ្លៀសវៃជាដែនសន្តិភាព
ក្រុមហ៊ុន HDO មានផលិតស៊ីទែនទឹកថ្មីម៉ា HDO Style មានពងបិទបើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នក សក្តានុពលសូភ័ងមង្គលមណ្ឌលអង្គភិវឌ្ឍចាប់ពីទីក្រុងក្នុងដល់ជនបទត្រែមុខត្រែមាត់មកចាត់រៀបប្រជាស្មោះសរគ្រប់គ្រងទ្រដងជ្រៅទងសន្តិភាពបានពីសម្ដេចដែលចូលលោករៀបសាងសុខសន្តិភាពនិងអង្គភិវឌ្ឍបាទឡើងខ្ញុំបានជួបជាមួយនឹងលោកអធិការរួចហើយនេះខ្ញុំឃើញថាតំណាំមានរបស់វិធីឯហ្នឹងគឺដាំមានទល់ឈើទល់អីច្រើនណាស់ប៉ុន្តែឥឡូវហ្នឹងនេះខ្ញុំមកនៅកន្លែងដើមតូចសិនហើយសូមបង្ហាញជូនលោកអ្នកបន្តទៀតអញ្ចឹងសូមលោកអ្នកតាមដានទស្សនានេះខ្ញុំឃើញមានហ្នឹងផ្លែវាធ្លាក់ដល់ដីពូជមាននេះគឺមានកោះកបីពូជវាមិនអញ្ចឹងមិនមែនមានបៃលិនដែលលោកអ្នកខាងបាត់ដំបងយំដាំទេមានហ្នឹងគឺថាមានក្លិនក្រអូបប៉ុន្តែឡែងចេះមិនទាន់សួរហេតុផលអីច្រើនទេដោយសារតែមានយើងវាច្រើនដើមណាស់យើងដាំនៅលើផ្ទៃដីចំនួន10ហិកតាអ្វីដែលនេះខ្ញុំបង្ហាញជូនទស្សនវិជ្ជានៅទីនេះដើមនេះដោយសារតែឃើញផ្លែវាធ្លាក់ដល់ដីព្រោះចង់ដឹងថាមូលហេតុអីបានជាលោកធីទុកឲ្យផ្លែដល់ដីអញ្ចឹងដើមដែលធ្លាក់ដល់ដីនេះបញ្ហារបស់វានឹងវាច្រើនដូចថាការវាទទួលរងគ្រោះថ្នាក់ច្រើនជាងដែលយើងទល់ទៀតបាទវាអាចកាត់បន្ថយអាពេលខ្យល់បក់បោកហ្នឹងរេរំហ្នឹងព្រោះអាដំណាំនេះធម្មជាតិទោះបីវាញីញក់នឹងដីអញ្ចេះក៏វាអត់មានបញ្ហាអត់ខូចខ្លាំងដែរអត់ខូចទេមើលឥឡូវមើលឃើញការជាក់ស្ដែងហ្នឹងបាទមានខូចទេអត់ខូចមែនណាអត់ខូចមែនណាមើលអញ្ចឹងបានខ្ញុំថានេះការពិតមាននេះវាអាចត្រង់នឹងធម្មជាតិរបស់វានឹងបានវាទោះបីវាដេកដួលវាក្រាបនឹងដីវាទុនតលេលឡាអញ្ចឹងបច្ចុប្បន្ននេះវាខ្យល់វាសម្បើមពេកណាបាទមើលឥឡូវមើលឆក់ទាញបាក់ដាច់លហេកពេញទាំងអស់ហ្នឹងតែបាទនេះมันអត់បាក់ទេដល់អញ្ចឹងវាអាចត្រង់របស់វាពិតនឹងដីវាទប់ខ្លួនវាបានវាមានលំនឹងវាផ្លែធ្ងន់ណាស់នេះព្រោះអីយើងគិតថាចកោមចិត្ត1គីឡូនេះបាទអុយម៉េចវាប៉ុណ្ណាបាទឥឡូវយើងមើលមេឃនេះមួយបាទយើងមើលបើសិនជាយើងកាត់យកទៅថ្លឹងទៅប្រហែលជា1គីឡូ2ខាំអីហើយអញ្ចឹងគ្នាទ្រាំរួចទេប៉ុន្តែបើវាទុកឲ្យវាលាស់យកចេះវាអត់បាក់ទេនេះឥឡូវយើងមើលមកស្ទងនេះណាឃើញទេ1គីឡូមិនអស់ទេនេះបាទអានេះមិនទាន់រីកអស់មានធម្មបាទអញ្ចឹងមានន័យថាអាទល់ហើយនឹងមិនទល់មិនទល់ល្អជាងចង់មានន័យវាម្យ៉ាងវាដោយម៉េចណាដោយដើមវាដើមខ្លះទៅវាធំមកមុនទៅបើសិនយើងទល់វាអាចត្រង់យើងមាំប៉ុន្តែអាខាងផ្នែកខាងលើគឺបាក់អស់នោះរិចរិលអស់បាទខ្យល់បាទដើមនឹងទូចវាអាចត្រង់របស់វាបានហើយវាអាចយល់ទៅតាមដំណើររបស់វាបើយើងទល់វាខំប្រឹងទប់វាចេះខ្យល់មកគឺដាច់តែហ្មងនេះបត់យកហ្មងវាធ្ងន់ណាយើងទល់យើងមើលតាមដើមបាទដោយដើមអញ្ចឹងយើងមិនអាចទល់ទេឃើញអត់មានទល់ទេដើមអញ្ចឹងដែលយកមកទាំងអស់ហ្នឹងគ្រាន់តែយកមកផងទល់ខ្ញុំមិនឲ្យទល់ព្រោះខ្ញុំត្រូវការបច្ចេកទេសរបស់វាឲ្យវាស្វែងយល់របស់វានៅក្នុងហ្នឹង42គ្រាប់1គីឡូចាឥឡូវសូមលោកអ្នកតាមដានទស្សនាបន្តទៀតចាមួយវិញទៀតលោកអ្នកថាអញ្ចេះយ៉ាងមិនចេះថ្ងៃនេះអត់តាន់សួរនាំអីសោះតែម្ដងនិយាយរឿងដើមទល់មិនទល់ទៅហើយឃើញហ្នឹងគួរតែឆ្ងល់ណាមួយទៀតដើមនឹងវាទៀបចាដល់អញ្ចឹងទៅក៏សួរនាំទៅអូនេះធំណាបាទទល់អញ្ចឹងឧបមាថាមេឃនេះ1គីឡូនេះ1គីឡូហើយគ្នាមេឃខាងដើមនឹងវាទូចអញ្ចឹងត្រូវតែជួយទប់គ្នាដល់ពេលខ្យល់ខ្លាំងមកធ្វើឲ្យគ្នានឹងទ្រាំអត់រួចទេព្រោះយោងបាន30-40គីឡូទៅហើយបាទទល់អាមេឃធំហ្នឹងតែអាក្នុងមើលចុងហ្នឹងណាមើលធ្លាក់មើលអត់យើងអត់ទល់ទេឲ្យវាមកតាមលំដាប់របស់វាមើលផ្លែមកចកោមនេះឥឡូវ1មេឃនេះវាមិនបានគីឡូចូលប្រហែល5ទៅ10គីឡូក្នុងហ្នឹង1មេឃចូលប៉ុណ្្នឹងយើងបាទមកថា5-10គីឡូ5-10គីឡូព្រោះមកដើមវាបើយើងវាយឆាកានិយាយខ្លីទៅមកដើមវាអាចទទួលផលបានប្រមូលផលបាន70គីឡូមួយដើមបាទ70ទៅ80គីឡូក្នុងមួយឆ្នាំបាទអាតូចមិនបាន30បាទប៉ុន្តែយើងដាំតាណាគ្នាទេអត់ទេចេះដូចថាយើងដាំមួយវគ្គនេះវគ្គមកហ្នឹងអានេះរយៈពេលវា6ឆ្នាំខាងនោះវាទៅបាន3ឆ្នាំអាហ្នឹង3ឆ្នាំឯងប៉ុណ្ណឹងកាលពីខ្ញុំពីទូចហ្នឹងអាហ្នឹងក៏ខ្ញុំធ្វើដូចគ្នាដែររៀលនឹងដីហ្នឹងមកអញ្ចឹងយើងដាំនេះយើងដាំមិនដំណើរគ្នាទេអត់ចេះវាចូលហិកតាយើងដាំមកផ្នែកហ្នឹងទៅដូចថា5ហិកតាខាងហ្នឹងគឺយើងដាំស្មើគ្នាក្នុងមួយឆ្នាំយើងដាំបាន1ហិកតាកន្លះឬ2ហិកតា
បានធ្វើតទៅគេថាជំហានគីគួគឺបានហើយបើយើងស្ទុះមកក្រឹបទៅដួលក្របហ្មងអញ្ចឹងធ្វើនឹងស្ទាបស្ទង់នឹងផលិតផលរបស់យើងហ្នឹង ជំហានគីគួហ្នឹងពិតជាត្រឹមត្រូវហើយនៅពេលដែលយើងរឹងដៃរឹងជើងគីគួថ្លោះយើងផ្លោះមកជាឲ្យធំ បាទដាក់ធំហ្មងក្លឹបហ្មងអញ្ចឹងបានណា ចាអូយយុទ្ធសាស្ត្រនេះល្អតា ឥឡូវយើងមើលរូបភាពនេះទាំងអស់មើលដើមឈើទាំងអស់នេះត្រូវទល់និយាយពីទល់អាក្នុងនោះឃើញដើមធំណាបាទទល់ក្នុងវិញណា អាក្រៅនេះឲ្យវាយកយល់ឲ្យវានៅតាមលំហអញ្ចឹងឲ្យវាទៅតាមធម្មជាតិរបស់យើងបោកអញ្ចឹងបើយើងប្រឆាំងវាដូចថាម៉ាត់ណាម៉េចឧបមាថាម៉េចយើងខំទៅទប់ខំទៅរត់វាអញ្ចឹងខ្យល់មកកាច់បំបាក់បដៅបើសិនជាយើងនឹងទុកឲ្យវាទៅតាមខ្យល់នេះវាដួលទៅតាមគ្នាអញ្ចឹងអត់អីទេបាទអូយអាដើមមៀនហ្នឹងវាខុសប្លែកពីដំណាំផ្សេងមិនខ្ញុំថាខុសប្លែកដូចទោះបីថាស្វាយមួយចោះណាចាបើវាប៉ះគ្នាម៉េចដែលប៉ះគ្នានឹងគឺអត់មានផ្លែអាចជំរុះចោលអស់ហើយចុះមៀននេះមិនបានប៉ះគ្នាមានផ្លែនេះវាមកចិត្តគ្នាអញ្ចឹងមករយលប៉ះបោកតកិច្ចគ្នាអញ្ចឹងមើលវានៅតែមានរបស់វាអញ្ចឹងណាអូបាទដូចគួរឲ្យថាគួរឲ្យឆ្ងល់ថាអាហ្នឹងមិនហេតុអីបានវាមកចងចកោមនៅជាមួយគ្នាកោគ្នាអញ្ចឹងมันធ្វើឲ្យខូចខាតរបស់យើងវានៅរសារបស់វាគេថារសាផលរបស់វាដែលវាត្រត្រង់នឹងរបស់វាដើមនឹងត្រត្រង់បានចាគឺវាបន្ទុកផ្លែរបស់វានៅកន្លែងហ្នឹងបើសិនជីដើមហ្នឹងវាមិនអាចគ្រប់គ្រាន់ជីធម្មជាតិយើងណាដូចជាអាចគោកាជាអាចជាវអញ្ចឹងណាបើយើងមិនផ្ដល់ឲ្យវាគ្រប់គ្រាន់ទេវាជំរុះទាំងអស់នៅសល់តែមួយគ្រាប់លិចមួយគ្រាប់កើតទេ 10% បាទ 10% យ៉ាងច្រើនបំផុតដែលយើងមិនប្រើប្រាស់ជីផ្គត់ផ្គង់របស់វាបាទបើសិនជាយើងធ្វើដាក់ជីធម្មជាតិឲ្យវាគ្រប់គ្រាន់របស់វានេះក្នុងមួយឆ្នាំដើមប្រព័ន្ធនេះវាអាចទទួលជីនឹងរហូតដល់5 គីឡូធម្មជាតិបាទដូចជាអាចជាវក្តីអាចគោអាចក្បីអាចជ្រូកជាដើមណាបាទអញ្ចឹងបានថាបងប្អូនទាំងអស់បើសិនជាអ្នកចាំមន់ក៏ដោយជ្រូកក៏ដោយកុំបោះបង់វាចោលស្ដាយវាណាអាចគោអីបំម៉ែប្រមូលយកមកដាក់វាមួយដើមតែ2 គីឡូក៏មិនធម្មតាណាខ្ញុំចង់ប្រាប់បងប្អូនអស់ព្រោះអានេះអ្នកទាំងអស់គ្នានឹងច្រើនហាញចេះបើសិនយើងដាំនឹងយើងធ្វើការពារសัตว์មិនបានបាទណែបញ្ហាមួយអាហ្នឹងយើងចាស់បុរាណច្រើនមកដល់មានអាកត្រកស្អីដាក់អីអាស័យត្បាញក្រងយកមកដល់ខ្ចប់ក្តោបដែលឃើញទេដែលឃើញទេបាទតែនៅបច្ចុប្បន្ននេះណាគេថាវិវត្តនឹងវាដល់ទៅតាមសម័យកាលបាទតាមសម័យកាលរបស់វាហើយវាយើងចាំបាច់ទៅយកទៅក្រក់អាស័យយកអាស័យយកមកក្រងអនំបហិនថវិការបស់យើងទៀតទេព្រោះយើងការសន្សំការធ្វើអ្វីមួយត្រូវទីពិចារណាក្នុងម្ដើមឬផ្លែមួយស្ទងត្រូវពិចារណាវាហេតុអីបានថាឲ្យវានៅមានគង់វង្សបានណាយើងយករបស់ហ្នឹងមើលផ្លែមើលបាទយើងអត់ច្រកទេយើងអត់ច្រកទេព្រោះសัตว์នេះគឺបំផ្លាញណាដូចជាកាជាវច្រឹងនេះណាបាទវាមកដល់វាមិនស៊ីទេដើមវាមិនស៊ីផ្លែដល់វាបោកអញ្ចឹងវាបុកហ្មងបុកបណ្ដាច់ជ្រុះក្រាលដីវាបំផ្លាញយើងហ្មងព្រោះអាសัตว์នេះបំផ្លាញណាចាស់បានយកចាស់យកកត្រដាក់ពេលឥឡូវហ្នឹងអត់ចាំបាច់ដាក់កត្រយកម៉ោងវិញបាទម៉ោងនេះហ៎បាទម៉ោងនេះហើយយើងដាក់អញ្ចឹងពាក់វាបានដែរណាអូម៉ោងនេះមុននឹងវាចូលដើមមានគឺវាឆាបយ៉េះហ្មងឆ្វេងឆ្វាច់ហ្មងបាទវាជាប់ទៅមួយវាស្រែកហ្មងវាញ៉ៃអាទាំងអស់នោះរត់ហ្មងអត់នៅទេបាទអូវាដឹងថាគ្នាវាជាប់នឹងតែឯងវាមកដូចថាមួយថ្ងៃមួយយប់ហ្នឹងវាអាចមកដល់10ជាប់10នឹងបានហើយគឺថាស្អែកទៅនៅសល់តែ1ឬ2ទេបាទ1 2ហ្នឹងបើវាមិនមកជាប់1 2ហ្នឹងទេវាហោះទៅដល់កន្លែងវាវិញវាក្លិនមានដែរវាស៊ីហ្នឹងវានាំមក50ទៅ100ក៏មានដែរបាទគ្នាវាមកថាជាប់ហ្មងលមូទាំងអស់ហ្មងវាធំក្លិនផ្លែមៀនហ្នឹងវាធំក្លិនវាមកហ្មងអាហ្នឹងគឺដូចថាគិញសម្ងាត់របស់វានឹងមកដល់វាស៊ីហើយវាធប់មាត់វារត់ទៅវាទៅដល់កន្លែងវាដេកហ្នឹងគ្នាវាមកវិញតាមអាក្លិនហ្នឹងតាមរហូតមកដល់ចកាយើងជាប់ម្ដងលមូដែលខ្ញុំតាមណានរបស់វាទៅអញ្ចឹងហ្នឹងប្រហែលរឿងស័ព្ទសិទ្ធនៅក្នុងការឈូកអីហ្នឹងប្រហែលខ្លាចដោយទាំងកូនមកនៅឥឡូវហ្នឹងលោកអ្នកស្ដាប់ភាសាលោកជាតិហើយនឹងលោកធីរៀបរាប់ទៅហាក់ដូចជាមួយយ៉ាងដែរបងប្អូនយើងគាត់ដាំមានបៃលិនច្រើនណាស់នៅតំបន់នេះតែដោយឡែកតែលោកធីលោកជាតិនេះទៅនឹកឃើញដាំ
មានដែលមានគេដំណើរពីដូនតាយើងមកមានកោបហ្មងណាចាឥឡូវចេះទៅលោកធីមិននេះយកអត់តាន់បាននិយាយពីរឿងដាំដុះទេណោះមែនទេបាទក៏មកដល់ស្រាប់តែថាឃើញវាសម្បើមពេកអញ្ចឹងបង្ហាញទស្សនភាពរួមមួយផ្លែពេញដែររួចចូលមកកោបតែម្ដងបើមានបៃលិនអត់សូវកោបទេមិនអញ្ចឹងលោកធីលោកជាតិណាចាអញ្ចឹងឥឡូវហ្នឹងមិនទាន់ជម្រាបសួរពីរឿងដាំដុះនៅឡើយទេចង់សួរពីកំណត់បន្តិចសិនហេតុអីបានជាលោកធីក៏ដូចជាលោកជាតិចាប់អារម្មណ៍ក្នុងការដាំដំណាំមានយើងដែលជាមានតាំងពីដូនតាមកមិនដាំពូជមានបៃលិនដែលគេទៅដាំឥឡូវរឿងនេះអញ្ចេះសំណួរនេះល្អបានខ្ញុំសប្បាយចិត្តមែនតើមូលហេតុដែលថាសប្តាហ៍នេះវាវិវត្តទៅមុខការដាំដំណាំក៏វាទៅតាមនឹងដែរសភាពបច្ចុប្បន្ននេះដែលប្រជាពលរដ្ឋយើងដាំមានបៃលិននេះច្រើនស្វាយច្រើនអញ្ចឹងពួកខ្ញុំក៏បានសម្រេចចិត្តថាគិតនឹងដាំមានដែលបោះគេដូនតារបស់យើងនេះដែលពីដើមតែងទៅយកពីខាងកោះកបីយើងមកហើយអញ្ចឹងក៏មានកណិតដាំអានឹងសាកទៅដើម្បីទីផ្សារក្នុងស្រុកយើងពីព្រោះបើយើងគិតតែនាំគ្នាដាំទៅខាងក្រៅពេកយើងវាបាត់បង់ផលិតផលដែលនៅក្នុងស្រុកជាពិសេសអានេះជាសម្បត្តិរបស់យើងតែម្ដងអញ្ចឹងចំណែកលោកធីយល់មិនដែរដូចពូជាតិអត់ចាចំណែកទស្សនៈខ្ញុំយល់ដូចលោកជាតិអញ្ចឹងបាទពួកឯងបានជាខ្ញុំយល់ដូចគ្នាការដាំដុះនេះផលិតផលក្នុងស្រុករបស់យើងគឺថាកុំឲ្យវាបាត់បង់ណាបាទបើសិនជាយើងមិនចាប់អារម្មណ៍ទេវាអាចបាត់បង់ផ្នែកខាងលិចខាងកើតគេអត់ទេរបស់គេនៅមានបាទខាងលិចគឺសាបសូន្យព្រោះខ្ញុំមិនរស់នៅខាងលិចព្រោះស្រុកកណ្ដាលខ្ញុំនៅកំពង់ចាមឯនៅកើតទេបាទអ្នកកំពង់ចាមបាទអ្នកកំពង់ចាមទេបាទខ្ញុំនៅតាកែវហ្នឹងហើយអ្នកតាកែវអ្នកកំពង់ចាមបច្ចុប្បន្នមកនៅស្ដាយបាត់ដំបងបាទចាប៉ាន់ខ្ញុំមកសាអញ្ចេះទៅទិញមាននៅកោះកបីណាយកទៅបរិភោគយកទៅធ្វើបនទានអីម្ដងមួយយាមហ្នឹងចង់បានផលិតផលហ្នឹងវាក្អូបវាឆ្ងាញ់ណាបាទបានខ្ញុំមករស់នៅនេះអត់មានសោះបាទហើយមាននឹងមានតិចតួចនឹងមានតែក្របវាថាគេថាមាននឹងល្អណាសាច់វារុំក្របតិចតិចពេកយកមកបរិភោគដូចគ្មានអីអស្ចារ្យដូចអានេះដល់ពេលខ្ញុំទៅដល់នឹងចេះនឹកឃើញរឿងបញ្ហាហ្នឹងហើយបានខ្ញុំថាទៅនាំប្រម៉ែប្រមូលគ្នាហ្នឹងពីរនាក់នេះដៃគូបាទមួយពីតាកែវមួយពីកំពង់ចាមចាប់ដៃគ្នាទិញដីនៅបាត់ដំបងទៅយកពូជពីកោះកបីមកដាំនេះសោតមកដើម្បីដាំហើយនៅព្យាយាមប្រាប់ឲ្យបងប្អូនយើងនៅក្នុងស្រុករដ្ឋណាមដូលនេះដាំឲ្យច្រើនដើម្បីទេសចរពីខេត្តក្តីពីទីក្រុងប្តីមកលេងនៅតំបន់ខ្ពង់រាបនេះតើវាមានអីដែលគួរឲ្យអស្ចារ្យអញ្ចឹងនៅពេល5ឆ្នាំទៅមុខទៀតនេះគឺកុំភ័យសូមធានាថាតាមដងផ្លូវនីមួយពេលដែលបងប្អូនមកដល់ស្រុករដ្ឋណាមដូលកលេចទៅឃើញសិតតែផ្លែផលានុផលគ្រប់បាទយើងធ្វើដើម្បីអញ្ចឹងយើងនាំបងប្អូនដាំគ្រប់តាំងពីសាវម៉ាវតាំងពីធ្វើរ៉េនដូចនៅសំឡូតក្តីឃើញស្រាប់ហើយថាយើងនឹងព្យាយាមបញ្យល់គ្នាយើងឲ្យដាំយើងមិនត្រូវការចាំបាច់តែយកពីគេទេប៉ុន្តែបច្ចុប្បន្ននេះយើងអត់យើងត្រូវតែទិញពីគេហើយចាយើងព្យាយាមដាំបាទបាទសកលភាវូបនីយកម្មយើងជាសមាជិកអាស៊ានដែរអញ្ចឹងទីផ្សារទលំទលាយណាស់យើងត្រូវបង្កើនកសិផលយើងឲ្យបានច្រើនបើកាលណាយើងបានតិចពេកបម្រើទីផ្សារអត់ទាន់ទេបាទអញ្ចឹងយើងត្រូវតែធ្វើការនេះដោះស្រាយជាជំហានដោយលោកជាតិហើយនិងលោកធីមានប្រសាសន៍មុនហ្នឹងអញ្ចឹងថាជំហានគិញគក់ដំបងធ្វើតិចឥឡូវធ្វើច្រើនបាទ10ហិកតាលោកអ្នកវិភាគមើលថាតើប្រហែលតោនហើយមិញណាលោកទាំងពីរមានប្រសាសន៍ថាអញ្ចេះចំណុចសំខាន់គឺចង់ថែរក្សាពូជពងហ្នឹងកុំឲ្យវាបាត់បង់កន្លែងហ្នឹងនាងខ្ញុំទទួលស្គាល់ហើយក៏ប៉ុន្តែប្រសិនបើដាំមិនមានផលចំណេញខាតរាល់ឆ្នាំក៏មិនចង់រក្សាពូជដែរបើតាមខ្ញុំគិតអញ្ចឹងវាត្រូវតែមានច្រើនកត្តាណាស់ដែលធ្វើឲ្យយើងដាំមិនអញ្ចឹងវាចេះមាននេះផ្លែបើសិនអាយុវាចាប់ពី5ឆ្នាំឡើងទៅលើទៀតរហូតដល់បើកន្លែងដែលខ្ញុំទៅយកពូជហ្នឹង70ឆ្នាំខ្ញុំសួរគេសួរយាយនៅហ្នឹងថាអាចៅអើយ70ឆ្នាំដើមហ្នឹងអូយចុះអូយមានខ្ញុំត្រឹម5ឆ្នាំប៉ុណ្ណេះអូយទំម70ឆ្នាំវាដើមប៉ុណ្ណាទៅបាទហើយវាផ្លែរត់ទៅច្រើនជាងអានេះឆ្ងាយណាស់បានខ្ញុំថាអូទោះបីខាតមួយឆ្នាំក៏វាមិនដែលខាតមិនបញ្ហាទេព្រោះវាផ្លែរាល់តែឆ្នាំមិនមែនដូចពូតដូចល្ងទេតោះតែធ្វើបានអានេះអត់ទេដាំឲ្យឈប់ចាំទៅមកបេះក៏បានដែរទោះបីយើងមិនអាចផ្ដល់ជាគ្រប់គ្រាន់ក៏វានៅបានបែរដែរប៉ុន្តែតិចមួយវិញទៀតនៅពេលដែលយើងដាំមានក្នុងស្រុកយើងនេះដែលជាពូជមានកោបយើងឲ្យមានកោបទៀតចោះដោយសារវាមានក្លិនកោបណាអញ្ចឹងបងប្អូនអ្នកកោះកបីក្តីអ្នកកោះលងចិនក្តីអ្នកដតីផ្សេងទៀតក្តីដែលគាត់សវោមានហ្នឹងគាត់ក៏មិនអះអន់សពុនចិត្តដែរគាត់ថាអូយអរគុណណាស់ដល់អ្នកតាកែវអ្នកកំពង់ចាមដែលបានមកពង្រីកទឹកដីនៅបាត់ដំបងឲ្យមាននឹងច្រើនអញ្ចឹងទៅគេកាន់តែស្គាល់ផលិតផលរបស់ខ្មែរពូជខ្មែរយើងច្រើនអញ្ចឹងហ
ហើយដល់អញ្ចឹងគេល្បីអូយមកស្រុកខ្មែរមានក៏អូបញ៉ាំអញ្ចឹងគេមកច្រើនទៀតព្រោះតែត្រឹមតែកោះក្របីកោះលងចិនបំរើទីផ្សារមិនគ្រប់បាទអត់គ្រប់ទេយកពីខ្ញុំទៅដែរឆ្នាំទៅវិញឆ្នាំនេះមិនទាន់បានចូលទីក្រុងភ្នំពេញទេណាចាបាទទៅសៀមរាបបាននាំទៅទីផ្សារសៀមរាបបាទសៀមរាបបានជាង7 តោនហើយកាច់ម្ដងកាច់អត់ទេកាច់នឹងវា2សាល់ហើយព្រោះអីវាកាច់បានចោះដើមណាវាផ្លែខ្លះផ្លែដបោគេឃើញគេអ្នកលក់ដល់ឃើញភ្លាមស្ញើបវាស្ញើគាត់ថាក្នុងមួយឆ្កោមវាឃើញផ្លែវាច្រើនពេកចាបាទវាផ្លែរបៀបដូចមានបៃលិនអញ្ចឹងប៉ិនវាក្អោបអញ្ចឹងមានន័យថានៅពេលដែលប្រមូលផលយកទៅគឺកាច់អញ្ចឹងទៅតាំងចកោមកដល់ដាច់ចកោហ្មងបាទអត់ឲ្យដាច់ទេទី1គឺចង់បញ្ជាក់ថាណែមានខ្ញុំមានក្អោបផ្លែមិនចាញ់មានបៃលិនទេបាទចាទី2កាលណាយើងកាច់ទៅតាំងចកោអញ្ចឹងបង្កើននៅសោភ័ណភាពកសិផលរបស់យើងបាទហើយទៅវាបានតម្លៃនឹងវាលើសមានបៃលិនឆ្ងាយណាដោយមានយើងក្អោបមានបៃលិនអត់ក្អោបទេបាទប៉ុន្តែសាច់ច្រើនប្រហាក់ផែលគ្នាយើងវាមិនដូចទេមិនដូចមានបៃលិនពេកទេសាច់របស់វាណាបាទវាអាចវាបន្ទាប់បន្សំគ្នាណាបាទនិយាយចំចំពោះអ្នកមានអ្នកក្រទទួលទានបានទាំងអស់បាទទទួលទានបានបាទតម្លៃវាសមរម្យយើងមិនអាចរើសទេមិនអាចថាដូចជាផ្លែដូចមង្ឃុតអីវាផ្សេងមកវាស្រុកគេមកវាថ្លៃណាបើមាននេះអាច1 គីឡូកន្លះគីឡូ5000 3000អីក៏គេហ៊ានហូបដែរបាទវាទៅតាមលំដាប់របស់វាហ្នឹងវាមានលេខ1លេខ2បើយើងលុយមិនដល់ស្ទើរទេយើងតែលេខ2ទៅបាទប៉ុនកោបឈ្ងុយឆ្ងាញ់ដូចតែគ្នាយ៉ាងកាន់តែវាទូជាងយ៉ាងនេះបាទប៉ុន្តែចៃដន្យអាតូចហ្នឹងស្រាប់តែជូរហុតទៀតអត់តបដើមបាទតូចដើមមានសិតតែដើមជូរហុតបាទជូរហុតបាទព្រោះដូចខ្ញុំជំរាបដឹងថាមួយដើមយកតែមួយគ្រាប់បានហើយបាទមួយដើមមួយគ្រាប់ដល់តែពេលមួយគុណទាំងអស់បោះលោកធី1500ដើមអញ្ចឹង1 គីឡូតា35គ្រាប់អញ្ចឹងបើ1500គ្រាប់វាប្រហែលគីឡូហើយអូច្រើនណាស់ចាយអត់ចាញ់ចុះឥឡូវបោះពូជាតិបានដើមឥឡូវបោះលោកធី1500ដើម800ដើមបាទបន្តពីពូជលោកធីទៅបាទចឹងចុះឥឡូវសិស្សច្បងនេះមិនបានចេះដាំមាននឹងចាស់ធ្លាប់ដាំមានបៃលិនហ៎មិនធ្លាប់ទេមានបៃលិនប៉ុន្តែខ្ញុំទៅទិញយកមកបរិភោគហ្នឹងបាទទៅដល់កន្លែងទៅឃើញទៅដូចវាខ្វាកខ្លួនឯងហ្មងនឹកហ្មងបាទនឹកឃើញថាអូយមានអីក៏ឆ្ងាញ់ម៉េះសួរយាយអាយុ72ហ្នឹងគាត់អ្នកមានចំការមានរបស់គាត់ដល់ពេលខ្ញុំសួរគាត់ទៅគាត់ថាមាននឹងចៅហើយតាំងពីឪពុកគាត់ដាំម៉េះចុះយាយអាយុប៉ុន្មានដល់គាត់ថាអាយុ72ចុះឪពុកអាយុប៉ុន្មានអញ្ចឹងវាចង់100ឆ្នាំហើយមានហ្នឹងបាទអូយផ្លែស្រោចខ្ញុំថាអូបើនិយាយអញ្ចឹងទេខ្ញុំនឹកភ្នែកខ្លួនឯងមានអារម្មណ៍ភ្លាមខ្ញុំថាអូអញ្ចឹងខ្ញុំត្រូវតែតស៊ូរកបច្ចេកទេសណាដែលនឹងដាំដុះអាផលហ្នឹងបាទមានគំនិតតែមួយទេតែខ្លួនឯងមួយនឹងគិតមកដល់ដៅរកកន្លែងដីនោះគួបផ្សំទៅអានេះវាផ្សំនឹងដីមាននេះមិនមែនចេះតែនឹកឃើញទៅដាំក្នុងស្រែក្នុងអីបានទេដីដើររកដីទៀតដើររកដីទៀតហើយគេប្រាប់ថាដីអីដីហ្នឹងវាចេះបើតាមដែលចាស់ពីដើមនិយាយមកណាចេះតែខ្ញុំស្ដាប់បានតថាដីហ្នឹងឲ្យមានជាតិកបោខ្លះបាទគេហៅជាតិគ្រោះនេះបាទពោះស្វាតណានិយាយចំទៅវាមានជាតិពោះស្វាតវាច្រើនណាបាទបានវាអានេះជាតិផ្លែច្រើនហ្នឹងគឺវាមកការលូតលាស់របស់វាផ្លែហ្មងដាំនៅដីស្រែដីខ្សាច់ក៏ដោយដីខ្មៅក៏ដោយបើគ្មានអាជាតិនេះទេគឺវាលេងទៅដើមលេងទៅស្លឹកទេវាអត់ផ្លែបាទដើមវាធំធាត់ល្អណាស់វាផ្លែដែរផ្លែបានធំយើងបាន70% ក្នុងមួយដើមណាចាបាទវាបានប្រហែល30នឹងអស់ហើយវាប្រឹងណាស់ហើយ30ហ្នឹងវាអត់ទទួលផលរបស់យើងក្នុងមួយដើមឥឡូវមើលផលដើមនេះមួយនេះចូល70គីឡូក្នុងដើមហ្នឹងបាទដែលយើងខ្ញុំប្រមូលផលហ្នឹងទៅរវាង70គីឡូឆ្នាំទៅមានអា70ខ្លះបាក់មួយកណាត់បដ ாய் វាធ្ងន់ពេកយកប្រមូលមកដាក់លើជី72គីឡូខ្ញុំថាងាប់ហើយយកកម្លាំងវាធំទៅទៀតដល់10000គីឡូចំណុចដែលយើងដាំអាដីគ្រួសក្រហមនេះគ្រួសសនេះគឺវាមានជាតិដូចកបោអញ្ចឹងវាមានរសជាតិផ្អែម
ចាអញ្ចឹងមានយើងនេះឆ្នាំទី ទី 6 6 អូប្រម៉ូមើលយើងចាប់ពីដាំមកដល់ឲ្យផលយើងជំហានដំបូង 3 ឆ្នាំនោះ 3 ឆ្នាំបានផលហើយណា យើងប្រមូលបាន3ឆ្នាំហើយនេះ អូ3ឆ្នាំដំបូងឡើយចាផលរបស់វាឲ្យមកច្រើនដែរណាឆ្នាំទី1 នោះប្រហាក់ប្រហែលអានោះ យើង បា ឃើញបានទៀបមិនណា បាទ អាហ្នឹងឆ្នាំទី1ហ្នឹង ឆ្នាំ ណា ទី អូមាននេះចំហនតែឆ្នាំទី1ច្រើនណា 1 ណោះ បាទអាហ្នឹងការគត់គង់ដល់ណាការថែទាំរបស់វាណា ចាឥឡូវនេះ បាទ ចេះកំអាលជំរាបជូនពីការថែទាំអី បាទ បាញ់មិញនេះទៅតែដំណើររឿងថាបានទៅជួបលោកយាយអាយុ72នៅឯកោះកបីទេចាចង់ដាំហើយនៅពេលដែលបានដឹងសិក្សាដឹងថាដីមានជាតិកបោខ្លះគ្រោះខ្លះបានអាចដាំមាននឹងបានល្អអញ្ចឹងលោកអ្នកនាងទើបតែបានដឹងថាចំណុចតែយើងត្រូវដាំមានល្អដី បាទ តែការដែលដាំនោះដាំយ៉ាងម៉េចមកធ្វើយ៉ាងម៉េចអីយ៉ាងម៉េចលោកអ្នកនៅតែមិនទាន់ដឹង នៅ ឥឡូវហ្នឹងដើម្បីកុំឲ្យយូរពេលលោកធាជំរាបជូនហ្មងអញ្ចឹងយើងដាំមិនអីមិនយកកូនមកឬក៏យកមេផ្សំឬយ៉ាងម៉េចអីយ៉ាងម៉េចនិយាយពីលក្ខណៈទូទៅតែម្ដងក្នុងការដាំមាន វាអញ្ចេះយើងដាំមាននេះយើងទៅដល់កន្លែងគេហើយយើងយកមកបរិភោគឲ្យអស់ទេបាទយើងយកមកយើងត្រូវការសួរនាំត្រូវការធ្វើតេស្តយាយហ្នឹងទៅធ្វើការសិក្សានេះវិញនិយាយចំទៅរៀនហ្មងទៅធ្វើតេស្តហ្មងបាទទៅសួរនាំថាអាហ្នឹងបើយើងចង់ដាំយើងយកអាគ្រាប់ដែលជ្រក់កប៉ៅមកដាក់ថង់មកនឹងដាំទៅវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងណាគាត់ប្រាប់ណែនាំខ្ញុំថាយើងកុំបរិភោគវាយកមកទាំងមូលមកដាក់ យកតែអញ្ចឹងមក បាទបណ្ដោះទាំងសាច់ដូចខ្ញុំបណ្ដោះនៅកន្លែងសួនរបស់ខ្ញុំហ្នឹងណា ចាំតិចទៀតបង្ហាញលោកអ្នកណា បាទ ឡើងហើយអញ្ចឹងយើងយកមកយើងបេះមានទុំល្អអញ្ចឹងមួយមកដឹងថាវាសាច់ល្អហើយបកសបកចេញទុកទាំង ហើយ សាច់ ខ្ញុំយកមកបណ្ដោះដូចគាត់ប្រាប់ណែនាំចាស់និយាយអត់ទៅខុសទេអត់ខុសទេ ហើយយកមកធ្វើម៉េចហើយអញ្ចឹង យកមក តើ បណ្ដោះវាហើយយកមកដល់ពេលវាធំធាត់ហើយយើងយកមកដាំកូនវាហ្នឹងមិនមែនថាត្រឹម 3-4 ខែយកដាំបានទេបាទ1ឆ្នាំ ឆ្នាំ បាទកូនហ្នឹងវាទ្រង់ទ្រាយរបស់វារបៀងប្រហែលប៉ុណ្ណេះកាច់ចោះម៉េចនេះមានណាមានបើមិនកាច់គឺអត់ផ្លែ បាទផ្លែវាតិច ចា កូនវាលបាក់ប៉ុណ្ណឹងអីបានយើងអាចដាំបានណាបាទប៉ុណ្ណឹងមួយឆ្នាំវាមាំមួនមកកម្លាំងវាដាក់ទៅលឿនបាទមុននឹងដាំវាក៏យើងត្រូវការអណ្ដៅយើងរៀបចំអណ្ដៅយើងណាបាទ យើងជីករណ្ដៅ អណ្ដៅវាមិនមែនរណ្ដៅវាហ្នឹងមិនមែនយើងយកទៅដល់កាប់លីជាប់មួយទៅកាប់ដាក់កាត់ដាក់អត់បានទេរបស់ហ្នឹងគឺថាបើយើងចង់សម្លាប់មេរោគនៅក្នុងដីកន្លែងហ្នឹងមួយអានេះគឺការដកពិសោធន៍របស់ខ្ញុំទេបាទយើងកាប់អណ្ដៅដូចចាស់ច្រើននិយាយអញ្ចឹងដើមដូងមុននឹងដាំវាត្រូវតែកាប់អណ្ដៅទុកចោលឲ្យបានយូរយកដូងទៅដាក់បានវាផ្លែហើយអាហ្នឹងក៏អញ្ចឹងដែរយើងកាប់ឲ្យបានយូរ3ខែទៅ5ខែឲ្យអណ្ដៅនឹងឡើងឆ្អិនបាទទុំយើងប្រម៉ែប្រមូលជីនឹងដាក់បាទបើយើងមានលទ្ធភាពទៀតយើងខ្វះជីកានេះអាគេហៅអាជីកំប៉ុកនេះកណ្ដៀងខែជាងអីហ្នឹងបាទនិយាយពីអានេះវិញខ្ញុំកាប់អណ្ដៅហ្នឹងចូលប្រហែល6ខែហើយខ្ញុំប្រមូលសម្រាប់តែមកកណ្ដៀងខែអីហ្នឹងដាក់ក្នុងអណ្ដៅហ្នឹងទាំងអស់យើងបាញ់ជីធម្មជាតិទៅចូលក្នុងអណ្ដៅណាចូលក្នុងអណ្ដៅឲ្យវាកាច់คล้ายទៅជីកំប៉ុសវិញណាបាទពេលយើងយកកូនទៅវែកវាស្រួលដាក់ស្រោចទឹកវាមួយអណ្ដៅហ្នឹងយើងដាំវាដាំក្នុងខែអស់ទឹកភ្លៀងសំណាំ បាទខែ12ខែ1 ខែ1បើយកល្អដាំខែ1ខែទៅកណ្ដាប់វិញ ខែមករាចាខែកណ្ដាប់ខែខ្មែរ ក្រុមហ៊ុន HDO មានផលិតស៊ីតែនទឹកថ្មីម៉ាក HDO Style មានពងបត់បើកស្វ័យប្រវត្តិការពារបាក់តេរីរហូតដល់ 99.9% ធានារយៈពេល20ឆ្នាំថែមទាំងមានធុងទឹកកក PLM មានភាពរឹងមាំត្រជាក់បានយូរ HDO ជំរឿសដំបូងសម្រាប់ជីវិតរបស់អ្នកយកល្អដាំខែ1ខែទៅកណ្ដាប់វិញ ខែមករាចាខែកណ្ដាប់ខែខ្មែរ អូបើសិនជាយើងដាំក្នុងខែហ្នឹងបានស្រោចទឹកវាការលូតលាស់របស់វាត្រជាក់លូតល្អណាស់បាទពេលស្លាកភ្លៀងក្រឹបក្នុងខែ4ណាវាចាប់ស្ទុះហ្មងព្រោះអាកូនហ្នឹងយកទៅដាំមកបើមានទឹកជួមពេកក៏វាងាប់ដែរការលូតលាស់វាអត់លូតលាស់ទេអានេះវាទទួលដំណើរប្រហាក់ប្រហែល50ទៅ60% ឯដែលនៅចំគល់វាហ្នឹង
ចាបន្ទាប់ពីយើងដាំហើយយើងត្រូវការថែទាំយ៉ាងម៉េច បា ទៀត ទថែទាំនឹងខ្លាំងបំផុតជាងអ្វីៗទាំងអស់ការថែទាំរបស់វានឹងយើងទៅដើរយើងមើលស្មៅទី1មើលស្មៅមើលសត្វងាយបំផ្លាញបំផុតបាទសត្វខ្ញុំមួយយ៉ាងមួយចំណែកទៀតសត្វហ្នឹងគេហៅអាកឡន់ទាហ្នឹងនៅខ្ញុំមិនដែលឮឈ្មោះមិនដែលមានទេតែម្ដងនេះគេហៅអាកឡន់ទាបាទពេលវាមកទុំកូនមានហ្នឹងម៉ែកមានហ្នឹងទុំចំត្រួយទៅឧទាហរណ៍ដាំដោះមកអញ្ចឹងមានត្រួយអញ្ចឹងវាទុំទៅហ្នឹងវានោមដាក់ទៅហ្នឹងវាលួយទៅហ្នឹងងាប់ទុំតាណាវាលួយទៅហ្នឹងវានោមដាក់វាអាហ្នឹងបើនោមដាក់ដៃយើងខ្លោចអាលៀកបាទនោមដាក់ភ្នែកខ្វាក់បន្តមកទៀតការដាក់ទឹក បាទដាក់ទឹកហ្នឹងមកទឹកយើងសៀបកេះដីយើងនិយាយចំទៅបើថាយើងអត់ចេះសតណាកន្លែងគល់វាហ្នឹងកេះមកយើងពូតបានបាទអាហ្នឹងគឺយើងកុំអាធ្វើវាបើសិននេះដីហ្នឹងយកមកពូតទៅលែងទៅវិញឆហ្នឹងអូអាហ្នឹងអត់បានទេ4ថ្ងៃឬ5ថ្ងៃទៀតវាអាចងាប់ក៏មានលឿនណាស់នេះដាច់ខាតត្រូវតែដាក់ទឹក បាទយើងត្រូវរលះទឹកបើយើងថាយើងពងើកតោឲ្យវាមក4ឬ5ថ្ងៃទៅមុខទៀតវាអាចងាយងាប់កូនហ្នឹងបាទការថែទាំហ្នឹងគឺថាព្យាយាមជាប់មកក្នុងមួយថ្ងៃឬ2ថ្ងៃត្រូវតែដើរទៅដើរមកហ្នឹងមើលថែទាំវាបោចស្មៅបោចអីវាអញ្ចឹងណាបើថាយើងដាំចោលទេអត់មានកើតបានទេបាទព្រោះដីនៅតំបន់នេះនិងតំបន់ស្រុកកើតខុសគ្នាបាទខ្ញុំនៅស្រុកកើតតាំងពីកូនកើតមកទាល់ដល់អាយុឆ្នាំ95បាទ1995ហ្នឹងខ្ញុំមកនៅនេះចាបាទមកនៅនេះមកនៅបាត់ដំបងនេះខាងដីហ្នឹងស្ងាយដាំអីក៏ដោយអ្នកកំពង់ចាមដីខាងកំពង់ចាមងាយដោះងាយការលូតលាស់របស់វាលឿនណាស់បាទតែនៅត្រង់នេះលូតលាស់យឺតនេះអាសត្វស្មៅវ៉ាវនេះសម្បូរណាស់បាទហើយវាបឺតវាជញ្ជក់សំណើមវាខ្វះធាតុអាកាសបាទតែវាដុះគ្រប់អាស្មៅឯនេះដុះជោគជាំពេញទាំងអង្គុលយើងពងើយកតោចវាធ្វើមិនការលូតលាស់វាលឿនបានអត់បានទេអានេះទាល់គូសម្អាតហ្មងអញ្ចឹងសម្អាតស្មៅយើងប្រើមិនវិធីសាស្ត្រសម្អាតយើងកាត់វាឬមួយក៏ប្រើថ្នាំសម្លាប់យើងមិនអាចទាន់ប្រើថ្នាំបានយើងមិនអាចទៅកាត់វាទេកូនវាទូចណាស់បាទគឺថាមានឧបករណ៍យើងបុរាណណាដូចជាដែកជីកដែកអីអញ្ចឹងទៅឆ្កឹះខ្វះដកបាទធ្វើមិនឲ្យតែស្អាតបាទអានេះទាល់ឧស្សាហ៍ណាស់ដាំដុះនេះមិនមែនថាកាប់ដាក់ដាំចោលចាំមកប្រមូលផលអត់ទេបាទគឺងាប់អស់ហើយអត់មាននៅទេអាសត្វនេះវារស់តាំងតាមគេថាសមាជីវៈអញ្ចឹងទៅរបស់វាអត់ទេនៅពុជាបាទអត់បានផលទេត្រូវការប្រឹងប្រែងមែនតើធ្វើមួយគេថាមួយដូចខ្ញុំនិយាយពីដើមអញ្ចឹងណាធ្វើជំហានគីងគក់បាទមួយមកដើមគឺឲ្យស្អាតមួយហិកតាគឺឲ្យស្អាតឲ្យវារឹងមាំឈានចូលមួយហិកតាទៀតបាទរឹងមាំឈានចូលមួយហិកតាទៀតបើយើងរត់រួចលទ្ធភាពយើងរត់រួច3ទៀតបាទខ្ញុំដាំ5ឆ្នាំបានអាខាងកើតអាយុវាទៅបាន2ឆ្នាំទេបាទនេះ6ឆ្នាំមកចុះខ្ញុំដាំបាន5ឆ្នាំគាត់ដាំ10ហត្តាហ្នឹងប៉ុន្តែមិនទាន់ប្រមូលផលទាំងអស់ទេចាការអភិវឌ្ឍគេធ្វើអញ្ចឹងជាក់ស្ដែងដូចជាប្រទេសជាតិយើងអញ្ចឹងការយើងបែកពីរបបប៉ុលពតមកយើងបានដៃតទេទាំងអស់គ្នាហ្នឹងពូជាតិក៏ដូចជាពូធីពូបានឆ្លងកាត់ដែរណាពូដីដល់ប៉ុណ្្នឹងហើយឆ្លងកាត់ហើយបានដីដែរចាហើយមកដល់ពេលនេះពូមានដី10ហិកតា15ហិកតា20ហិកតាទៅតាមលទ្ធភាពបងប្អូនប្រជាពលរដ្ឋយើងដូចគ្នាអញ្ចឹងដែរគឺដោយសារតែការខិតខំប្រឹងប្រែងហើយប្រទេសជាតិទាំងមូលក៏អញ្ចឹងដែររដ្ឋាភិបាលលោកប្រឹងប្រែងណាមកដល់បានប៉ុណ្ណេះឥឡូវហ្នឹងគេស្គាល់ស្រុកខ្មែរណាស្គាល់កម្ពុជាហ្នឹងហើយដើម្បីសរសើរកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈអញ្ចឹងដើម្បីឲ្យអច្ឆរិយៈហ្នឹងកាន់តែខ្ពង់ខ្ពស់លុះត្រាតែយើងទាំងអស់គ្នាចូលរួមជំរុញពីក្រោមទៅបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលយើងធ្លាប់ហែលឆ្លងកាត់ដោយផលាមានប្រសាសន៍មិញអញ្ចឹងថាយើងចេញពីរបបមកដៃតទេហើយយើងរៀបចំអ្វីឲ្យល្អអញ្ចឹងយើងសួរខ្លួនយើងសិនថាធ្វើអីផ្ដល់ឲ្យសង្គមជាតិហើយនៅយើងផ្ដល់ដោយការអីចាំតារដ្ឋាភិបាលនឹងជួយអត់ចែកអំណោយឲ្យយើងបានយើងរួមមិនមែនទេរបស់ធម្មជាតិណាយើងកាន់សាសនាពុទ្ធហើយគេថាយើងពឹងលើព្រះធម៌នេះជាព្រះធម៌ដោយពួកខ្ញុំដោយលោកធីមានប្រសាសន៍យើងការខំប្រឹងកោះកាយកំណប់កប់កោះកំដាំនេះឯងដែលធ្វើឲ្យយើងបានជោគជ័យរហូតមកដល់សប្តាហ៍នេះ
ចឹងបានថាខ្ញុំអរគុណណាស់បានខាងក្រុមការងារទូមកសម្ភារនឹងដើម្បីចែកជូនបងប្អូននឹងគឺចង់និយាយចឹងថាយើងប្រឹងឈរដោយខ្លួនយើងហើយចាំបាច់ណាអីវិធីដាំបងប្អូនដាំមិនក៏ដាំបានដែរខ្ញុំជឿថាវិធីសាស្ត្រដោយលោកធីមានផ្សារមិញហ្នឹងក៏ដាំបានហើយបងប្អូនដាំរបៀបដូចជា10ដើមតាមគេហដ្ឋានមកបើគៀកនៅភ្នំពេញមានដីធំទលំទលាយអីអាចដាំតែ10ដើមអីទុកប្រហែលជាបេះលឿនលក់មុនជាងខ្ញុំនៅឆ្ងាយទៅទៀតចាហើយអ្វីដែលយើងនិយាយនេះសូមទោសលោកអ្នកផងដែរចំណុចមួយចំនួនការពិតណាស់យើងទាមទារត្រូវការជំនួយដែរចាតួយ៉ាងដូចជាករណីប្រធានសាកមានខ្យល់ព្យុះមានទឹកជំនន់អីបងប្អូនយើងដែលគាត់គ្រប់នៅប្រទេសគ្រោះធម្មជាតិអញ្ចឹងគាត់បាត់បង់ទ្រព្យសម្បត្តិអស់ហើយពេលហ្នឹងបានកាកបាទក្រហមក្នុងនាមសម្ដេចកតេប្របណ្ឌិតបូរនីហ៊ុនសែនលោកក៏យកអំណោយហ្នឹងទៅចែកជូនលោកអ្នកអញ្ចឹងនៅពេលដែលលោកអ្នកបានអំណោយហ្នឹងហើយលោកអ្នកត្រូវចេះយកទៅធ្វើយ៉ាងម៉េចលៃលោកទៅតាមលទ្ធភាពអាចរកទទួលទានយ៉ាងម៉េចទៅធ្វើជាដើមទុនខ្លះអញ្ចឹងទៅក៏យើងបានទុនហ្នឹងមកថែមវិញដែរអញ្ចឹងសំខាន់បើនិយាយជារួមទៅគឺថាតើតែយើងប្រឹងប្រែងផងដែរចាអញ្ចឹងថាថ្ងៃនេះអរគុណដល់លោកធីក៏ដូចជាผู้ជាតិអរគុណមែនតើគ្រាន់តែឃើញក្រុមការងារកម្មវិធីកសិកម្មរបស់ទូរទស្សន៍ BTV មកហ្នឹងគឺថាទទួលស្វាគមន៍រាក់ទាក់ហើយមកអត់ទាន់គិតអីគិតតែថាដល់គ្នាបេះញ៉ាំព្រោះខ្ញុំហ្នឹងញ៉ាំហ្នឹងឡើងអើយផ្អែមពេញកកហើយនេះហើយនិយាយចេះការថែទាំតែប៉ុណ្្នឹងទេអស់ហើយយើងគ្រាន់តែថាដាក់ជីបោចស្មៅស្រួយទឹកហើយយើងអាសាមកមើលគីឡូមានសត្វល្អិតចង្រៃបំផ្លាញតែប៉ុណ្្នឹងទេហ៎វាគ្មានអីឲ្យចោតពីលើហ្នឹងទេការថែទាំហ្នឹងឲ្យតែដិតដល់ណាធ្វើអ្វីគេថាធ្វើអ្វីមួយដើមឲ្យវាស្អាតឲ្យវាមើលទៅវាការលូតលាស់របស់វាទៅឬមិនទៅណាចាឲ្យធ្វើខ្លួនឯងឬមួយក៏មានកម្លាំងពលកម្មពីខាងក្រៅមកជួយខ្លះពលកម្មហ្នឹងយើងជួលដោយឡែកបាទព្រោះអីការថែទាំគុលការថែទាំត្រួយស្លឹករបស់វាហ្នឹងគឺថាយើងត្រូវព្យាយាមហ្មងគេថានេះតបព្យាយាមជាប់ព្រោះអានេះមិនមែនដូចដំណាំផ្សេងដំណាំនេះគឺថាពិបាកបំផុតគឺថាសត្វល្អិតបំផ្លាញតែហ្មងដូចខ្ញុំថាអញ្ចឹងណាបាទការស្រោចទឹកដាក់ជីហ្នឹងជារឿងធម្មតាទេបាទបើយើងជួលកម្មករមកវិញគេមកទៅដូចថាគេមានម៉ាស៊ីនមកយើងថាចង្អាយពីគល់1ម៉ែត្រអញ្ចឹងឲ្យគេកាត់ទៅគេធ្វើទៅបាទអូយឃើញមិនបានខ្ញុំថាអានេះវាមិនធន់នឹងទឹកពាក្យថាធន់នឹងទឹកគឺដំណាំដែលដុះនឹងដីសើមមានទឹកគ្រប់គ្រាន់ណាបាទដូចជាស្រូវដូចជាមានបុរាណដែរប៉ិនបងអាក្របណាគេថាក្របសាច់ល្អហ្នឹងណាអាហ្នឹងធន់ទឹកបាទល្មុតអីធន់ទឹកស្វាយធន់ទឹកតែមាននេះអត់ទេខ្ញុំលើករងមើលណាអូបាទអញ្ចឹងបានមានចោកណ្ដាលណាទឹករងទាំងអស់នេះឲ្យវាខ្ពស់ផុតពីទឹកតិចទៅកុំឲ្យវាស្អាមទឹកណាព្រោះអានេះអាប់អត់បានទេមានសំណើមនៅជាប់នឹងដូចខ្ញុំថានឹងចាប់ពីលើសពី70%ទៅទៀតសំណើមមកវាគឺអាចងាប់ងាយបាទគឺរបស់វាហ្នឹងដូចខ្ញុំថាអញ្ចឹងណាសំណើមវាបានត្រឹម50-60ហ្នឹងដូចខ្ញុំថាហ្នឹងបើសិនជាវាធំធាត់ហើយជារឿងធម្មតាវាមួយទៀតបាទវាអាចវាទប់លំនឹងរបស់វាបាននឹងទឹកនឹងសំណើមនឹងបានបាទពីទូអានេះសំខាន់ពីទូchứបាទងាយណាពីទូនេះចឹងបានការថែទាំនឹងពិបាកថងណាយើងត្រូវមើលវាឲ្យវាដឹងថាភូមិសាស្ត្រដីនឹងផ្លែទី1ដីណាដែលផ្លែបាទយើងអត់ដឹងទេនឹងដីផ្លែមិនទេបាទជួយមិនបានខ្ញុំថាអត់ដឹងយើងដូចថាចេញមកឲ្យទៅដីអញដាក់ទៅរស់ដូចគ្នាមិនមែនទេបាទចេះតែដាំណាមិនកត្តាភូមិសាស្ត្រក៏ជាកត្តាមួយសំខាន់ក្នុងការដាំដុះដំណាំផងទាំងពួងដូច្នេះនៅពេលដែលលោកអ្នកនាងវិនិយោគទៅលើការដាំដុះដំណាំអ្វីគ្រប់បែបយ៉ាងត្រូវសិក្សាពីកត្តាភូមិសាស្ត្រផងដែរបាទសំខាន់ណាស់ព្រោះថាប្រសិនបើយើងដាំដុះមិនបានដឹងច្បាស់ពីកត្តាភូមិសាស្ត្រធ្វើឲ្យយើងដាំបានដែរក៏ប៉ុន្តែយើងចំណាយថវិកាច្រើនក្នុងការថែទាំវាអាចខាតបង់អញ្ចឹងយើងទៅគិតទៅលើនឹងដើម្បីការដាំដុះកុំឲ្យខាតបង់លុះត្រាតែយើងត្រូវតែសិក្សាបានច្បាស់ហើយមួយទៀតយើងត្រូវស្ដាប់ទៅលើបទពិសោធន៍នានារបស់បងប្អូនយើងអ្នកជិតខាងហើយនឹងការផ្សព្វផ្សាយតួយ៉ាងដូចយើងធ្វើថ្ងៃនេះអញ្ចឹងហើយយើងក៏មានស្ថាប័នជំនាញដូចជាក្រសួងកសិកម្មលោកអ្នកក៏បានធ្វើការផ្សព្វផ្សាយផងដែរអញ្ចឹងប្រសិនបើយើងខ្ញុំទាំងអស់គ្នានឹងមានកំហុសឆ្គងអីត្រង់ប្រការណាក៏សូមទោសព្រោះថានេះជាបទពិសោធន៍ចាហើយបើលោកអ្នកចង់ដឹងព័ត៌មានអ្វីលម្អិតទៀតហ្នឹងគឺថាពូជាតិហើយនឹងពូធីហ្នឹងតំណាក់តំណងមកចាស់លេខទូរស័ព្ទមានស្រាប់ហើយព្រោះពេលវេលាយើងផ្សព្វផ្សាយនេះមិនបានលម្អិតទេមិនចឹងឯពូហ្នឹងចានេះវាគ្រាន់តែកាត់បន្ថយការស្វែងយល់របស់យើងកាលណាក៏យើងស្វែងយល់ឲ្យស៊ីជម្រៅក្នុងការដាំដុះចឹងយើងកាត់បន្ថយការចំណាយដែរបាទការចំណាយឲ្យបានយើងបានផលច្រើនបាទកាលណាយើងឃើញគេធ្វើយើងធ្វើពីទៀតដោយអត់មានការពិចារណាអត់មានការសាកសួរធ្វើឲ្យយើងខុសហើយកាលណាខុសឧទាហរណ៍ដូចជាថាលោកធីដាំខ្ញុំដាំ3ឆ្នាំក្រោយមកបានយើងដឹងលទ្ធផលខុស
មានន័យថាយើងគួរស្ដាយក្រោយគ្រាន់តែពាក្យមួយម៉ាត់យើងស្ដាប់កម្មវិធីកសិកម្មស្ដាប់កម្មវិធីពីបច្ចេកទេសតា10នាទីឬក៏1ម៉ោងយើងមានប្រយោជន៍មួយជីវិតមានមួយជីវិតខ្ញុំធ្លាប់ធ្វើខុសបានខ្ញុំជម្រាបជូនបងប្អូនថាខ្ញុំធ្លាប់ធ្វើខុសអញ្ចឹងថ្ងៃហ្នឹងពេញចិត្តមែនតើយើងមកដល់ពេញចិត្តដល់ពេញចិត្តណាអញ្ចឹងប្រសិនបើលោកអ្នកត្រូវការពូជធាអីយ៉ាងម៉េចនឹងប័ណ្ណពិសោធន៍យ៉ាងម៉េចតំណែងពូទាំងពីរមិនប្រកាសទេណាអត់ប្រកាសណាបើថាអ្នកចង់មើលឃើញទស្សនវិជ្ជានៅកន្លែងហ្នឹងណាចាបាទអ្នកចង់បង្កើតអត់អីមកសួរមកខ្ញុំមិនថាចង់ដាំតែឯងចង់បានចង់រស់តែឯងអត់ទេចង់ឲ្យបងប្អូនបាទខ្ញុំឲ្យដាំប៉ុណ្ណឹង100ដងទៅទៀតអត់ខ្ញុំអត់គ្រប់ទេសុំនិយាយកាត់តិចឧទាហរណ៍ថាយើងដាក់មួយកេះទៅ100គីឡូទៅគឺដើមគ្នាអស់លីងនឹងធ្វើមិនបានលុយពីគេអស់ទេមកប្រាប់ឲ្យគ្នាដាំមិនចាមើល3ឆ្នាំមិនបានផលនេះហើយតែជារឿងស្ដាយលុយថាធ្វើមិនយកលុយគេបានមកលុយនៅមុខយើងអត់បានលុយអីខ្លាចបងប្អូនដាំច្រើនទៅលេងគេកំងទៅអាមេរិកទៅកាណាដាទៅចិនអីទៅបងប្អូនប្រហែលជាអត់បានញ៉ាំទេខ្ញុំវាយកេះទៅហើយអញ្ចឹងយើងត្រូវដើរឲ្យបានច្រើនដើម្បីបានញ៉ាំទាំងអស់គ្នាបានច្រើនប្រយ័ត្នចេញពីកំប៉ុងវិញបាទចេញពីកំប៉ុងចេញអីរដ្ឋាភិបាលយើងកំពុងវិនិយោគក្រុមហ៊ុនចូលមកចែកគេថាអូដាំចឹងខ្ញុំត្រូវការរបស់ធម្មជាតិបងប្អូនប្រហែលជាគួរឲ្យស្ដាយក្រោយហើយលោកធីអត់បានលក់ជូនបងប្អូនញ៉ាំទេមេតអ៊ីនកំប៉ុងភ្លក់យើងអត់ទាស់ហ្មងបាទអញ្ចឹងឃើញថាការដាំដុះអ្វីទាំងអស់ហ្នឹងលុះត្រាតែយើងខិតខំប្រឹងប្រែងវាមិនអាចថាដាក់ទៅឲ្យជប់កើតឡើងដោយយើងឃើញអញ្ចឹងបានទេវាជប់បានមែនតែជប់បានតើយើងប្រឹងទៅបានវាជប់អញ្ចឹងហ្នឹងណាពូជាតិណាចាហើយមួយវិញទៀតណាពូសង្កេតឃើញចេះហេបងប្អូនយើងរាល់ថ្ងៃខ្ញុំឃើញថាមានការត្អូញត្អែបន្តិចហើយនិយាយអញ្ចឹងសូមទោសដល់លោកអ្នកផងដែរជាពិសេសបងប្អូនពលករតែម្ដងគេតែនិយាយថាយើងហាក់ដូចជាមានការធ្វើប្រហែសបន្តិចពលករខ្មែរយើងនៅពេលដែលដូចថាគាត់ចូលមកចំការអញ្ចឹងគាត់ធ្វើការថែទាំឲ្យម្ចាស់ចំការឬក៏កាត់ប្រមូលផលអីច្រើននៅថាខ្ជះខ្ជាយបន្តិចហើយនិយាយចំណុចនេះនាងខ្ញុំចង់ថាអញ្ចេះឲ្យយើងទាំងអស់គ្នាគិតចំណុចនេះឡើងវិញតែយើងធ្វើមិនល្អប្រយ័ត្នគេជួលបរទេសមកធ្វើជំនួសយើងស្ដាយកម្លាំងពលកម្មមិនអញ្ចឹងហ៎បាទហើយសំណួរនេះវាល្អសម្រាប់ដែលខ្ញុំបានគិតទុកខ្លួនខ្ញុំដែលចាប់ដើមធ្វើសពថ្ងៃដូចជាលោកធីឬក៏ដូចជាបងប្អូនកសិករដទៃដែលគាត់ដាំបានគាត់តែងតែគិតអញ្ចឹងតើយើងរួមមធ្យោបាយអីជាទស្សនៈរបស់ខ្ញុំគិតថាតើពេលដែលកូនរបស់យើងមិត្តភ័ក្តិរបស់យើងដែលនៅជុំវិញយើងចំណាក់ស្រុកចេញក្រៅដើម្បីទៅស៊ីឈ្នួលជួលគាត់គេដើម្បីយកថវិកាមកដល់គ្រួសារយើងខ្ញុំគិតថាក្នុងនាមខ្ញុំជាឪពុកមិនដឹងធ្វើយ៉ាងម៉េចហៅកូនខ្ញុំត្រឡប់មកវិញបានចឹងខ្ញុំមានកណិតមួយដូចនាងផាឡាបានមានប្រសាសន៍មិញខ្ញុំអរណាខ្ញុំឥឡូវនេះគឺចាប់ផ្ដើមដាំបានភោគផលហើយខ្ញុំទូរស័ព្ទប្រាប់កូនខ្ញុំថាប៉ាចាស់ហើយប៉ាគ្រប់គ្រងទ្រព្យសម្បត្តិក្នុងដំណាំទាំងអស់នេះមិនបានទៀតទេប៉ាកាន់តែឈឺជើងឈឺដៃចឹងកូនត្រឡប់មកវិញកូនឆ្លើយថាអរណាស់ចឹងខ្ញុំនឹងត្រឡប់ទៅវិញកាលដែលខ្ញុំមិនទាន់មានដំណាំហៅវាថាប៉ាខ្ញុំសុខចិត្តឲ្យលុយប៉ាយកទៅចាយវាហូបទៅអញ្ចឹងខ្ញុំគិតថាយើងមិនងាយហៅពលករមកវិញបានទេប៉ុន្តែដើម្បីមធ្យោបាយមួយយើងត្រូវតែដាំឲ្យអញ្ចឹងឲ្យច្រើនអញ្ចឹងហើយយើងប្រាប់ថាកូនណាប៉ារត់អត់រួចទេណាកូនមកជួយថែដំណាំប៉ាមានចិត្តសាស្ត្រអញ្ចឹងមួយអញ្ចឹងកូនយើងត្រឡប់មកវិញហើយកូនអ្នកដទៃក៏ត្រឡប់មកវិញដែរអញ្ចឹងយើងសាងអាការសហការនៅក្នុងភូមិនឹងយើងផ្ដល់តម្លៃឲ្យគ្នានឹងសមល្មមក្នុងការរស់ហើយផ្ដល់កម្លាំងការសិក្សាឲ្យកូននឹងក៏បានបន្តការសិក្សាបន្តពីយើងពេលដែលយើងចាស់ទៅអានេះជាមធ្យោបាយមួយដើម្បីទាញពលករយើងត្រឡប់មកវិញនេះជាទស្សនៈរបស់ខ្ញុំបាទអានេះជាទស្សនៈរបស់ខ្ញុំទេតែបើសិនជាយើងនៅតែផ្ទះអត់ធ្វើអីសោះរងចាំកូនវាថាមកធ្វើអីបើអត់មានស្អីផងអត់មានការងារអីធ្វើផងយើងដេកតែហួចបានដាក់បាយនេះទៅដាក់ទៅតែលែកបោះងាកទៅអត់មានអីធ្វើអញ្ចឹងកូនវាអត់មកទេតែបើសិនជាយើងមានចេះកូនអាចថាត្រូវតែមកជួយយើងហើយអានេះជាកណិតខ្ញុំទេណាបាទជាកណិតខ្ញុំទេនេះជាទឹកចិត្តរបស់លោកឪពុកមួយរូបក្នុងចំណោមលោកឪពុកជាច្រើនរូបនៅក្នុងទឹកដីនៃខេត្តបាត់ដំបងនេះប៉ុន្តែក៏មានបងប្អូនមេដាបេដាមួយចំនួននេះក៏គាត់គិតឃើញផ្សេងទៀតដែរប៉ុន្តែអ្វីដែលយើងនិយាយមិញនេះយើងចង់មានន័យថាចង់ឲ្យបងប្អូនពលករខ្មែរដែលបម្រើការងារដូចថាទៅលើកម្លាំងពលកម្មហ្នឹងណាគាត់យកចិត្តទុកដាក់ឲ្យគាត់ស្រឡាញ់ដំណាំរបស់អ្នកម្ចាស់នឹងឲ្យដូចជាដំណាំរបស់គាត់ចាគាត់ថែទាំយ៉ាងម៉េចអីយ៉ាងម៉េចធ្វើយ៉ាងម៉េចឲ្យម្ចាស់នឹងគឺថាពេញចិត្តនឹងគាត់ដល់អញ្ចឹងម្ចាស់រីចម្រើននឹងគាត់ក៏បានការងារធ្វើដែរ
ប្រសិនបើគាត់ធ្វើការដោយខ្ជះខ្ជាយដោយមិនបានយកចិត្តទុកដាក់អាតំណាមនឹងវាខូចអស់ទៅថ្ងៃក្រោយគេលែងអញ្ជើញគាត់មកធ្វើការជាមួយទៀតហើយអញ្ចឹងគេសម្លឹងទៅមើលហកពលកម្មពលករបរទេសណាដែលគេបកកាយគេយកអ្នកនោះមកហើយអញ្ចឹងយើងបាត់បង់ទីផ្សារអញ្ចឹងចំណុចនេះគឺជាចំណុចមួយដែលពលករទាំងអស់បងប្អូនត្រូវយកចិត្តទុកដាក់ហើយអ្វីដែលយើងនិយាយគឺយើងចង់ឲ្យបងប្អូនចាប់អារម្មណ៍លើចំណុចហ្នឹងទេចាហើយមួយវិញទៀតណាយើងអត់ហាមគាត់ឲ្យគាត់អញ្ជើញទៅក្រៅប្រទេសទេប៉ុន្តែគាត់អញ្ជើញទៅធ្វើយ៉ាងម៉េចឲ្យស្របច្បាប់ដើម្បីកុំឲ្យមានបញ្ហាបើគាត់ទៅស្របច្បាប់គាត់បានអាជំនាញបទពិសោធន៍និងបច្ចេកទេសពីគេមកវិញអានេះក៏ជាចំណុចមួយល្អដែរបាទនេះដូចលោកធីការតបតែងរបៀបម៉េចហ្នឹងសូមឲ្យចាំអញ្ជើញអ្នកនាងទៅមើលគាត់ដើម្បីឲ្យគាត់ធ្វើតាមរបៀបថាត្រូវការកម្មករពលករយើងជួលគ្នាយើងនៅចិត្តខាងគ្នាហ្នឹងដើម្បីឲ្យមានការងារធ្វើហ្នឹងធ្វើរបៀបម៉េចឲ្យវារីកចម្រើនអស់គ្នាខ្ញុំក៏បានផលប្អូនកម្មករក៏បានទទួលផលឲ្យស័ក្តិសមនឹងសមាទទួលយកបានអញ្ចឹងឲ្យចាំឲ្យលោកធីអញ្ជើញអូយអរគុណណាស់ហើយសង្ស្ដាយដែរដោយសារតែព្រឹកមិញហ្នឹងបងប្អូនកម្មករហ្នឹងគាត់ប្រមូលផលយើងក៏យកទៅសៀមរាបអស់ទៅហើយត្រឡប់មកវិញយើងក៏ធ្វើការជួបសំណេះសំណាលគ្នាអត់បានឃើញទស្សនវិជ្ជាបងប្អូនប្រមូលផលអញ្ចឹងសូមទោសដែរដូច្នេះថ្ងៃនេះមានម្ចាស់ចំការប្រមូលខ្លួនឯងបាទមកពីបងផលាមកអត់តន់បាទផងសូត្រដែរហ្នឹងបាទបើមកម្សិលមិញចំតែហ្មងកំពុងតែកាត់កំពុងតែតបតែងបាទការធ្វើចំណាក់ស្រុកទៅឆ្ងាយនឹងចិត្តយើងគិតមើលពីអ្នកហ្នឹងគឺឆ្ងាយឧបមាថាប្រាក់ខែក្នុងមួយថ្ងៃតែ20000ហ្នឹងបើយើងប្រៀបធៀបទៅនៅថៃ200បាតចុះឬ300ចាអត់ស្មើនឹង20000ដែលនៅចិត្តផ្ទះគេថាអាចិត្តឆ្នាំងណាបើគ្រប់ហូបបាទដល់ពេលនៅឆ្ងាយហ្នឹងម៉ែនៅនេះប្រពន្ធនៅនេះកូននៅនេះនៅឆ្ងាយគេមិនខាត់ខាំងទេបងប្អូនណាដែលចង់បាននៅចិត្តការងារចិត្តហ្នឹងអ្នកធ្វើការយ៉ាងណាមកដល់ធ្វើការហ្នឹងការប្រហាត់បរៀនងាយបំផុតបាទមនុស្សយើងម្នាក់មានខួរល្អណាស់បាទមិនមែនថាប្រើអានេះទៅអានោះដូចសត្វធាតុទេអត់មែនទេបាទប្រើអីធ្វើអីឲ្យកាត់មានឧបមាថាឥឡូវយើងយកឧទាហរណ៍ណាបាទយើងកាត់មកយើងប្រមូលផលហ៎បាទយើងប្រមូលផលយើងលើកយ៉ាងមកយើងថាណែអាណាដែលគ្មានផ្លែទី1ណាយើងច្រាប់វាចោលចុងក្តោយដែលលើផុតផ្លែយើងកាត់វាអស់ឲ្យស្អាតយ៉ាងហើយយើងប្រមូលវាចងជាបាច់បាទចងជាបាច់ឧបមាថាវាច្រើនស្ទងយើងមិនមែនដាក់មួយស្ទងទេ3ស្ទង4ស្ទងអញ្ចឹងបាទយើងកាត់ដែលអាណាមិនកើតអញ្ចឹងចូលហើយយើងចងជាបាច់អញ្ចឹងបាទស្អាតណាស់លើកមកចកោមអញ្ចឹងបាទហើយយើងកាត់បដើមាត់យើងអ្នកទីតាមកកាត់ហ្នឹងទីចឹងទៅអត់ថាអីមកធ្វើហូបអត់ថាអីហូបមកឆ្អែតអីមាត់មកជារៀងកាពីសាច់ចូលមករៀងធ្លាក់គ្រាប់ព្រឹងសិនត្រូវហ្នឹងកាន់ពុជិះព្រោះអីលើកមកបាច់មកយ៉ាងមកវាស្អាតយើងធ្វើស្អាតបាទងាយអានេះហើយប្រាក់ខែយើងប៉ុណ្ណឹងឧបមាថាប្រាក់ថ្ងៃយើងមួយថ្ងៃ20000យើងប្រៀបធៀបបាយមិនប្រហែលទេយើងហូបអត់អស់ទេបាទយើងថា10000មិនងាយទេណាទោះបីយើងតើរទៅលីរើសអេចាយរើសអីគេងាយទេពិបាកណាស់ទៅមកបាន10000មួយកាក់មួយសែននៅចិត្តផ្ទះបាទជួបមុខមនុស្សដែលជាទីស្រឡាញ់យើងរាល់ម៉ោងរាល់ពេលវេលាត្រឡប់ទៅវិញបានមានផ្ញើបានទៀតមកហូបមកធ្វើមកបានទាំងអស់បាទបានសពគ្រប់អញ្ចឹងបានជាជំរាបជូនថាថ្ងៃនេះវាជាចំណុចមួយល្អដែរហើយអ្វីដែលយើងនិយាយហ្នឹងគឺចង់ឲ្យបងប្អូនមានការរីកចម្រើនទេព្រោះឥឡូវនេះនៅខេត្តបាត់ដំបងហ្នឹងគ្រាន់តែយើងនិយាយថាមាននោះមិនតិចទេមានតាំងពីមានកោបតាំងពីមានប៉ៃលិនណាដូចមានប៉ៃលិនពូសានក៏ច្រើនដែរយើងនិយាយថាពូសានមកដល់ដែរពូសានសុកចិត្តលោកអញើមកលួចមកមើលចកាគាត់ថាយើលោកធីដាំមានកោបយើងមានប៉ៃលិនអញ្ចឹងមិនបញ្ហាទីផ្សារសេរីអ្នកណាទៅដើមទីផ្សារឈ្នះអ្នកនឹងប្រកែប៉ុន្តែទៅចាញ់នៅចាញ់លោកនៅចាញ់មានកោបសួរលោកសានមើលទាំងមានប៉ៃលិនរបស់គាត់ហ្នឹងចាំគេនៅមកពូសាននៅមកនិយាយដើមទីចុះបាទ1គីឡូយកមកលើកបាទ1ម៉ែត្រ2ម៉ែត្រដូចគ្នាណាយកមកលើកមើលហើយតម្លៃគេពិបាកដែរទីផ្សារឥឡូវវាមិនហ្នឹងមិនឈ្នះលោកសានត្រង់ចេះជឿឲ្យគេមិនចូលលុយចាឥឡូវកុំមកពូសានមកដល់ខ្ញុំមិនដឹងមែនណាខ្ញុំមានក្នុងស្រុកឥឡូវហ្នឹងពូសានមកចិត្តដែរខ្ញុំមិនដឹងទេពូសានដឹងមិនហ៎មិញហ្នឹងគេថាអញ្ចេះគេដាំមានកោបហ្នឹងណា
បកកាយជាងមានបៃលិនរបស់ពុសាននេះលោកធីនិយាយខ្ញុំមិនដឹងទេហើយពុជាតិក៏ថាអញ្ចឹងដែរពេលដែលម្ចាស់គេអត់នៅយើងនិយាយដើមគេដល់គេមកតាន់យើងសារភាពថាខ្ញុំអួតបន្តិចហើយមិញហ្នឹង ចឹង ប៉ុន្តែគាត់ទទួលលុយនៅពេលរដូវខែចូលឆ្នាំចិននិងចូលឆ្នាំខ្មែរតែចំណាយខ្ញុំទទួលលុយនៅពេលដែលមុនរដូវជុំអញ្ចឹងបើគាត់ខឹងក៏ខឹងអត់កើតព្រោះយើងហាយចែកគ្នាដាច់ផលិតផលហ្នឹងវាហាយចែកគ្នាដាច់ប៉ុន្តែគ្រាន់តែថាបង្អាប់គាត់រឿងគាត់មានបច្ចេកទេសមួយថងថាគាត់ដាំមៀននោះទទួលផលរបៀបម៉េចខ្ញុំអត់និយាយទេព្រោះខ្ញុំអត់បានដាំតែចេះជាងគាត់ទៀតគាត់ថាបើចេះអញ្ចឹងមិនក៏មិនដាំ ពុជាតិឆ្លាតណាស់ អញ្ចឹង ដល់ពេលគេមកចិត្តនិយាយបែបដៅ ហូចមិន បង្ហាវិញហ៎ អត់អើយចេះ បណ្ដោះ ខ្លាចគេប្តឹង ហ្នឹងហើយប៉ុណ្ណោះ បាទ មកស្រា អញ្ចឹងចង់ថាបច្ចេកទេសថាតើមានកោរបស់ខ្មែរយើងល្អជាងហើយនឹងមានបៃលិនល្អជាងយ៉ាងណាហើយអញ្ជើញឲ្យលោកអ្នកស្ដាប់មានប្រសាសន៍ដោយលោកសានមានប្រសាសន៍ទៅព្រោះគាត់ដាំផ្ទាល់ ចា លោកអ្នកទេសនាជាទីមេត្រីដោយហេតុថាការងារពាក់ព័ន្ធនឹងដំណាំមៀនក្រអូបខ្មែរចំការរបស់លោកស៊ិនធីស្ថិតនៅភូមិព្រៃអំពរឃុំអណ្ដើកហែបស្រុករតនមណ្ឌលខេត្តបាត់ដំបងនៅមានបន្តថែមទៀតដូចជាវិធីសាស្ត្រក្នុងការតាក់តែងមែកពេលប្រមូលផលរួចក៏ដូចជាវិធីសាស្ត្រក្នុងការបណ្ដុះគ្រាប់មៀនដើម្បីទុកធ្វើពូជបន្តកម្មវិធីយើងសូមលើកទៅបង្ហាញជូនទេសនានៅសប្តាហ៍ក្រោយនាថ្ងៃសៅរ៍វេលាម៉ោងប្រមាណជា10យប់និងថ្ងៃអាទិត្យវេលាម៉ោង6ព្រឹកសូមអរគុណចំពោះការរងចាំទេសនារបស់លោកអ្នក